នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាជាប្រទេសដែលមានវប្បធម៌រីកចម្រើនតាំងតែពីសម័យបុរេប្រវត្តិសាស្ត្ររហូតមកដល់បច្ចុប្បន្នប្រទេសយើងធ្លាប់មានវប្បធម៌ស្រេចមកទៅហើយមុនសាសនាព្រាហ្មណ៍មុនសាសនាពុទ្ធផ្សាយចូលមកដល់ទៀតម្ល៉េះហើយប្រពៃណីបើមានមនុស្សស្លាប់ទៅមិនថាតែសម័យបច្ចុប្បន្ននេះទេសូម្បីតែសម័យបុរាណក៏មានពិធីរៀបចំទុកដាក់សាកសពនិងពិធីបុណ្យទៅតាមជំនឿរបស់អ្នកស្រុកអ្នកភូមិនេះដែរដោយយើងរកឃើញទីកន្លែងតម្កល់សពនៅភ្នំតាក់ទ្រាំងនៅបុរីប្រវត្តិសាស្ត្រលាងស្ពានលាងព្រះលាងបុរីអីណាជាកន្លែងដែលទុកសាកសពពីបុរាណកាលដែលមានអាយុកាលរាប់ពាន់ឆ្នាំមុនម្លេះហើយយើងក៏បានឃើញភ្នោកប់សពដែលមានប្រឡងមានរបស់របរដាក់ទៅជាមួយបង្ហាញឲ្យឃើញថាខ្មែរយើងមានប្រពៃណីរាប់អានព្រលឹងដូនតាដែលស្លាប់ទៅតាំងពីយូរយារមកហើយប៉ុន្តែយើងគិតមកដល់សពថ្ងៃនៅពេលមានមនុស្សស្លាប់ទៅប្រជាជនខ្មែរយើងនិយមធ្វើបុណ្យ3យ៉ាងបុណ្យទី1យើងហៅថាបុណ្យសពឬក៏បុណ្យមរណៈសង្គ្រោះអ្នកខ្លះហៅថាបុណ្យខ្មោចប៉ុន្តែមិនព្រោះទេបើគេហៅឲ្យសមគួរគេថាបុណ្យមរណៈសង្គ្រោះនេះបុណ្យទី1ទី2គេហៅថាបុណ្យជាបណកិច្ចគឺការរៀបចំទុកដាក់សាកសពឯទី3គេហៅថាបុណ្យតក្កិណានុប្បទានអញ្ចឹងអ្នកនៅរស់តែងតែធ្វើបុណ្យជូនអ្នកស្លាប់ទៅ3នឹងឯងហេតុអីបានគេធ្វើ3នេះទី1ប្រពៃណីទំនៀមទម្លាប់យើងទី2សាសនាយើងបានបង្គាប់បញ្ជាដឹកនាំឲ្យមនុស្សធ្វើទី3មโนសញ្ចេតនារវាងកូននិងម្ដាយដែលយើងបាត់បង់ម្ដាយឪពុកជាទីស្រឡាញ់ហើយហ៊ានលះបង់សពយ៉ាងដើម្បីម្ដាយបង្ហាញពីទឹកចិត្តស្រឡាញ់ញោមញាតិហើយការធ្វើបុណ្យមរណៈសង្គ្រោះមានន័យថាគេសង្គ្រោះដល់អ្នកស្លាប់និងសង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់ព្រះពុទ្ធទ្រង់សម្ដែងឲ្យយើងចេះសង្គ្រោះគ្នាដែលហៅថាសង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់នោះគឺសំដៅទៅលើរស់នៅក្នុងសង្គមតែងតែមានការជួយគ្នាទៅវិញទៅមកអ្នកមានធនធានអ្នកមានលៀបមានយុះមានសក្ការៈយ៉ាងណាកុំឲ្យយកមនុស្សជុំវិញខ្លួនជាសត្រូវលោកហៅថាអ្នកមានរសាខ្សត់ដូចសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរសាខ្លៅដូចសំពៅពឹងសំប៉ានមានន័យថាបើយើងខ្លាយជាអ្នកមានហើយកុំឲ្យអ្នកក្រស្អប់យើងកុំឲ្យអ្នកក្រជាសត្រូវអីទុកអ្នកក្រជាបរិវារថែអាសាការពារយើងវិញបានលោកថាអ្នកមានរសាខ្សត់ដូចសម្ពុតពាត់ពីក្រៅជួយបិទបាំងយើងរីឯអ្នកប្រាជ្ញរសាខ្លៅដូចសំពៅពឹងសំប៉ានមានន័យថាយើងចេះដឹងបណ្ណាក៏ដោយកុំយកអ្នកល្ងងជាសត្រូវអីទុកអ្នកល្ងងជាមិត្តភក្តិអ្នកនោះនឹងជួយយើងក្នុងពេលយើងមានទុក្ខមានភ័យអាសន្នអ្នកល្ងងទាំងនោះក៏ជួយដូចសពៅធំបណ្ណាក៏ដោយមិនអាចចូលចតដល់គៀនបានទេត្រូវពឹងអាទុកតូចមកជួយដណ្ដោងបន្តដែរបានលោកថាការសង្គ្រោះគ្នានៅក្នុងសង្គមនេះគេឲ្យឈ្មោះថាសង្ឃហៈទី1គ្នាមានទុកដោយសារម្ដាយឪពុកស្លាប់បើសិនជាប្រជាជនមិនមកអើតមកឈ្ងោកទេគ្នាមានទុក2ទុកទី1ព្រោះម៉ែឪស្លាប់ទុកទី2ព្រោះអត់មានញាតិមកអើតមកឈ្ងោកហេតុនោះហើយបានលោកថាកាលដែលមកជួយគ្នាឮតំណែងថាស្លាប់ហើយអត់មានដាក់សបុតដាក់ពេលវេលាមុនទេឮតែតំណែងក៏អញ្ជើញមកចុះជាការជួយសង្គ្រោះគ្នាដែលបុរាណហៅខ្មែរយើងហៅថាជាការចូលរួមរំលែកទុក្ខយើងមិនអាចរំលែកអីបានច្រើនទេប៉ុន្តែបើកាលណាយើងមកចូលរួមទៅធ្វើឲ្យគ្នាបានស្បើយទុកខ្លះដែរព្រោះមានគេមកជួយអញ្ចឹងណាហើយនេះគេហៅថាសង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់ឯសង្គ្រោះដល់អ្នកស្លាប់ដោយធម៌4យ៉ាងទី1ចូលចាប់មគ្គផលតាមមានតាមបានមិនមែនមានន័យថាគេចង់បានរបស់យើងទេប៉ុន្តែវាបង្ហាញពីទឹកចិត្តស្រឡាញ់ទី2គេហៅថាបយវច្ចៈជួយសូត្រធម៌ជួយស្មូតជួយពោលពាក្យពីរោះពិសាជួយណែនាំព្រោះគ្នាកំពុងតែមានទុកតបប្រមល់គិតអីមិនចេញទេតើយើងជួយឲ្យយោបល់ទី3លោកហៅថាអត្ថចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាមានន័យថាយើងចេះអីក៏ជួយនឹងទៅកុំចាំតែគេជួលអីចេះរៀបផ្កាក៏ជួយរៀបផ្កាចេះក្រាលអាសនៈក៏ជួយក្រាលចេះ
រៀបចំមហូបមហាបង្អែមផ្លែឈើនំនែកចេកអំពៅត្រាវដំឡូងដូងស្លាពិធីកិច្ចយ៉ាងណាក៏ជួយគ្នាទៅបើយើងជួយគេនឹងជួយយើងវិញនៅពេលដែលយើងមានទុក្ខម្លោះហើយនេះលោកហៅថាការជួយគ្នាទៅវិញទៅមកប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នាឯទី4លោកហៅថាសមានណត្តតាទោះបីឋានៈវណ្ណៈយ៉ាងណាប៉ុន្តែសេចក្តីស្លាប់មានម្ដងម្នាក់ដូចគ្នាដូច្នេះហើយកុំឲ្យប្រកែប្រកាន់ថាអញមិនទៅចូលរួមអ្នកនេះអ្នកតូចអ្នកនេះអ្នកធំអ្នកនេះអ្នកមានអ្នកក្រអត់ទេដាក់ត្រឹមតែជីវិតកើតមកមាននិស្ស័យស្គាល់គ្នាប៉ុណ្ណេះជាបុណ្យព្រេងដែលយើងបានសាងជាមួយគ្នាពីមុនមកឥឡូវនេះយើងបានជួបគ្នានេះទៀតហើយយើងធ្វើបុណ្យជាមួយគ្នាអនាគតទៅនឹងជួបគ្នាទៀតព្រះពុទ្ធលោកសម្ដែងថាដើររកបុគ្គលណាដែលថាមិនធ្លាប់ជាមិត្តជាភក្តិជាបងជាប្អូនជាម្ដាយឪពុកយើងរកមិនងាយបានទេមានន័យថាមនុស្សដែលយើងស្គាល់នេះណាសុទ្ធសឹងតែធ្លាប់ជាបងប្អូនយើងពីអតីតមកអ្នកខ្លះធ្លាប់ជាឪពុកធ្លាប់ជាម្ដាយធ្លាប់ជាអ៊ំជាពូមីងរបស់យើងតាំងពីអតីតមករាប់លានជាតិមកហើយដែលយើងមិនអាចដឹងហេតុនេះហើយបានលោកថាបុណ្យមរណៈសង្គ្រោះគឺគេសង្គ្រោះដោយធម៌4ហ្នឹងដែលយើងហៅថាបុណ្យស្លាប់បុណ្យសពពេលគេធ្វើថ្ងៃស្លាប់នោះបន្ទាប់មកទៀតគេធ្វើបុណ្យហៅថាជាបណកិច្ចគឺការរៀបចំទុកដាក់សាកសពតាមប្រពៃណីទំនៀមទម្លាប់មានវិធី4យ៉ាងនៅក្នុងសង្គមនេះអ្នកខ្លះក៏យកទៅចោលក្នុងព្រៃដូចនៅតំបន់ខាងប្រទេសអាហ្វ្រិកាយកទៅដាក់ក្រោមដើមឈើទៅនាំគ្នាហែទៅហើយរួមរែកទៅគេថាម៉ែឪគេផុតទុកហើយអ្នកណាកើតមកគេនាំគ្នាយំឬក៏គេអង្គុយធ្វើមុខក្រៀមគេថាយកទុកមកគេជំនឿតាមបែបគេទៅនៅប្រទេសអេស្គីមូគេសែងសពយកទៅដាក់លើតកកគេថាដាក់លើតកកទៅអានឹងម៉ែឪគេបានសុខហើយអញ្ចឹងទៅអីរីឯនៅប្រទេសឥណ្ឌាតំបន់ទន្លេកុងគាគេយកទៅបដែតក្នុងទឹកគេដុតរោលបន្តិចបន្តួចបដែតក្នុងទឹកទៅមានទីប្រឆាធំធំនៅក្រុងព្រាណសីជាង80ទីប្រឆាឆេះទាំងយប់ទាំងថ្ងៃមានសន្តាគារធំធំហៅថាសន្តាគារចាំស្លាប់មនុស្សណាទាំងហើមតិចគេជួលបន្ទប់ដាក់ម៉ែឪគេដោយគេយល់ថាទន្លេកុងគាហ្នឹងនាំម៉ែឪគេទៅឋានសួគ៌គេតែងតែបូជាតលៈនៅក្នុងនឹងជាង3000ឆ្នាំហើយអ្នកប្រាជ្ញថាកម្រះឆ្អឹងប្រហែលមិនក្រោម2ម៉ែត្រទេនៅបាតទន្លេខ្មែរយើងពីសម័យហ្វូណូនចេនឡាបូជាដោយភ្លើងហើយកើបឆ្អឹងកើបធាតុយកទៅដាក់ក្នុងទឹកដាក់ក្នុងក្អមក្នុងកោដ្ឋមាសកោដ្ឋប្រាក់តលៈក្នុងទឹកក៏មានហើយធ្វើតាមពិធីស្ដេចចក្រគឺបូជាដោយភ្លើងធ្វើតាមពុទ្ធគឺបូជាដោយភ្លើងយកអធិធាតុអធិគុណមកគោរពបប្រតិបត្តិអ្នកខ្លះមានជំនឿកប់បញ្ចុះទៅក្នុងដីដូចជានៅក្រិចនៅរ៉ូមនៅបារាំងនៅអាមេរិកនិងនៅចិននៅខ្មែរយើងក៏មានខ្លះការបញ្ចុះក្នុងដីខ្មែរយើងដល់ពេលដល់វេលាលើកធាតុមកវិញគឺកោះយកមកធ្វើបុណ្យវិញក៏មាននៅខាងចិនពីសម័យបុរាណគេជឿថាកប់ទៅឲ្យតន់ព្រះកស្សបៈព្រះសិអាមេត្រីត្រាស់ដឹងឡើងទៅបូជាសពប្រកាសបៈនៅក្នុងភ្នោក្នុងភ្នំរំនៅក្នុងភ្នំរងចាំព្រះសិអាមេត្រីទៅបូជាអញ្ចឹងគេចង់ឲ្យម៉ែឪគេតន់ព្រះសិអាមេត្រីក៏គេកប់តាមទៅមានជំនឿរឿងខុសគ្នាជាច្រើនអញ្ចឹងទៅក៏គេជឿកប់សពទៅដូច្នេះសម័យថ្មីចិនសម័យថ្មីគេអត់បានគិតទៅរឿងកស្សបៈរឿងព្រះសិអាមេត្រីទេគេរើសដីតាមក្បួនហុងស៊ុយតាមក្បួនលៀបសការៈគេទៅក៏ប៉ុន្តែទោះជាវិធីយ៉ាងណាមួយក៏ដោយក៏នៅតែជាការគោរពចំពោះមេត្តាបិតាដែលគេហៅថាបុណ្យជាបណកិច្ចអ្នកដែលចូលរួមជាបណកិច្ចបើកូនចៅចូលរួមបូជាសពម៉ែឪបានអានិសង្ឃ100សែនកោដកាលណាញោមអ្នកដែលចូលរួមហែហោមអមដំណើរជាមនុស្សដែលសបោបរិវារក្នុងពេលអនាគតសបោញាតិសបោមិត្តភក្តិល្អណាស់ហើយរកចំនួនជួញប្រែគឺសបោអតិថិជនគេស្រឡាញ់គេចូលចិត្តបើចំណាយឡានរទេះរថយន្តទៅជួយដឹកជញ្ជូនក្នុងពិធីនោះទៀតអ្នកនោះឯងនឹងសបោយានជំនិះនឹងសបោសេចក្តីសុខហើយកាក់កបគ្រប់បែបយ៉ាងមុខចំនួនការងារលោកថាអានិសង្ឃដែលកើតឡើងពីជាបណកិច្ចនោះអ្នកដាក់ទៀនដាក់ធូបដាក់ផ្កាដាក់ភ្ញីនឹងបានលៀបសក្ការៈកើតក្នុងតកូលខ្ពង់ខ្ពស់យស័កធំដុំដោយលោកលើកឡើងថាអានិសង្ឃបើអ្នកណាមកចូលរួមដោយការពិចារណាថាវាមិនទៀងម៉ែគេម៉ែយើងឪគេឪយើងចេះហើយម្ដងសុកម្ដងទុកថ្ងៃមុនសបាយសោចថ្ងៃនេះមានទុកជីវិតវាអញ្ចឹងបានអានិសង្ឃ18កាប់17កាប់
បានណាពិចារណាថារូបរាងកាយតែមានរូបមានទុកហើយវាគ្រាន់តែមុនហើយនឹងក្រោយទេម្ដងឈឺចកេះម្ដងឈឺចកុងដល់តែចាស់ទៅវាស្លាប់ដូចតែគ្នាមកប៉ុណ្ណេះបានអានិសង្ស18កាប់បើណាពិចារណាថាអត់អាចខាត់បានយើងមិនចង់ស្លាប់ប៉ុន្តែវាខាត់មិនបានសក់ថាកុំឲ្យស្កើវាស្កើស្បែកកុំឲ្យជ្រៀងជ្រួញវាជ្រៀងជ្រួញវ័យកាន់តែចាស់អាការចាំចេះតែបាត់អាការផ្លិចចេះតែចូលមកម្លោះហើយពីដើមដើរជើង1ឥឡូវដើរជើង3ប្រកេះទូលសម្លៃភ្នែកឡើង4ហើយនៅតែយ៉ាប់មើលទៀតជួនកាលចូលក្នុងផ្ទះថាទៅយកស្អីទេទៅ2 3ដងរនឹកមិនឃើញចេញមកវិញវាផ្លិចបាត់ទៅប្រុងនិយាយថាមិនផ្លិចបាត់ទៅខ្លះទាញអាវ៉ែនតាដាក់ទៅលើក្បាលដើររមមកព្រឹករមមិនឃើញមិនដឹងវាទៅណាវាជួនកាលទៀតទៅនិយាយខ្លះចេញពីស្ដាប់លោកទេសទៅមកសន្ទុះរត់មកវិញយកស្បែកជើងដើរសួរគេមិនឃើញស្បែកជើងខ្ញុំមិនអត់មានអ្នកខ្លះកវត្តកម្មានឹងជាកេះដើរសួរគេបាត់កម្មាវាអញ្ចឹងទៅវាមិនវិញវ័នផ្លិចភ្លាំងក៏ពិចារណាថាវាមិនអាចខាត់ខាំងបានប៉ុណ្ណេះបានអានិសង្ស20កាប់បើគ្រាន់តែមកចូលរួមហើយអត់ពិចារណាអីទាំងអស់ក៏មានចិត្តមួយថាត្រូវជាបងប្អូនដែរតែទៅឲ្យគេឃើញមុខទៅធေါ်អីមិនខ្វល់ស្ដាប់មិនទៅខ្វល់គិតអីទេជជែកគ្នាមាត់អីអញោចលោកបានអានិសង្សតិចជាងគេអញ្ចឹងទៅចឹងហើយបានលោកថាជាបណៈកិច្ចនោះនឹងបានអានិសង្សខ្ពង់ខ្ពស់ដូចជាយុសកលបុត្រសម័យព្រះពេលកើតឡើងមកញោមមកនៅក្នុងគំនរទ្រព្យសម្បត្តិក្នុងតកូលអ្នកមានដូចស្ដាច់អញ្ចឹងទីបំផុតបានប្រពុតត្រាស់ដឹងចូលទៅស្ដាប់ធម៌ព្រះពិចារណាធម៌សម្រេចធម៌ជាន់ខ្ពស់ទៀតបានលោកថាយុសកលបុត្រពីជាតិមុនធ្វើបុណ្យអីបានកើតមកមានទ្រព្យសម្បត្តិហើយមានបញ្ញាបានសម្រេចធម៌ជាន់ខ្ពស់ថាជាអ្នកបូជាសពឲ្យគេជាអ្នកដើរចូលរួមតែបុណ្យសពគេទេពីមុនមកជាមួយនឹងមិត្តភ័ក្តិមកក្រុមគ្នា4 5នាក់ហ្នឹងហើយឥឡូវ4 5នាក់ហ្នឹងកើតមកសុទ្ធតែអ្នកមានទាំងអស់ហើយមានបញ្ញាឆ្លាតណាស់ព្រោះចេះពិចារណាការជួយសង្គ្រោះអ្នកដទៃនេះពិតជាបានបន់ដល់ខ្លួនគេស្រឡាញ់គេចូលចិត្តគ្រប់ទិសទីកន្លែងព្រោះយើងដាំពូជមហាស្នេហ៍ទុកនេះបន់ទី2ហៅថាបន់ជាបណកិច្ចចប់អស់ហើយឈានចូលបន់ទី3ហៅថាបន់តក្កិណានុបទានតក្កិណានុបទានមានន័យថាតាមឧទ្ទិសតាមហុចតាមជូននិយាយឲ្យងាយស្ដាប់ក្នុងសង្គមសពថ្ងៃគេថាកម្មវិធីផ្ញើសហុយទៅឲ្យអ្នកស្លាប់ពីព្រោះអ្នកស្លាប់ទៅដូចឪពុកយើងភ្ញាក់ទៅភ្ជួរតាំងពីម៉ោង3ម៉ោង4អត់បានដាំបាយទេយើងអ្នកនៅខាងក្រោយដាំបាយផ្ញើជូនទៅតាមក្រោយយ៉ាងណាអ្នកស្លាប់ទៅទ្រព្យសម្បត្តិមាសពេជ្រកែវកងរបស់គាត់អត់យកបានទៅទាំងអស់គាត់ទៅតែមកខ្លួនបនជាប់ខ្លួនតែប៉ុណ្ណោះទ្រព្យសម្បត្តិគាត់នៅនេះទាំងអស់បើយើងចង់ឲ្យគាត់បានទ្រព្យសម្បត្តិទាំងនេះមានតែផ្ញើសហុយទៅតាមក្រោយផ្ញើតាមបែបណាតាមបែបធ្វើបុណ្យតក្កិណានុបទានតក្កិណានុបទានចែកជា3គេធ្វើថ្ងៃស្លាប់អាចារ្យវេធមតកទានឬមតកផាត់ហើយបានបន្ទាប់មកទៀតគេធ្វើថ្ងៃទី7គេហៅថាបុណ្យ7ថ្ងៃហើយបន្ទាប់ទៅទៀតគេធ្វើថ្ងៃទី100គេហៅថាបុណ្យ100ថ្ងៃឥឡូវថ្ងៃនេះចាប់ផ្ដើមដល់ថ្ងៃទី7ហៅថាបុណ្យ7ថ្ងៃចុះហេតុអ្វីបានជាត្រូវធ្វើបុណ្យ7ថ្ងៃធ្វើបុណ្យ7ថ្ងៃមានហេតុរឿងរ៉ាវមកពីមានអ្នកស្លាប់សួរថាចុះបើមានអ្នកស្លាប់ហើយហេតុអីបានជាធ្វើបុណ្យ7ថ្ងៃចម្លើយទី1ថាមិនដឹងទេឃើញអ្នកស្រុកគេធ្វើអញ្ចឹងចេះតែធ្វើតាមគេទៅចម្លើយទី2ថាដឹងអីចាំមើលទៅលោកទេសថាម៉េចអញ្ចឹងបើអញ្ចឹងអាត្មានិទានឲ្យញោមស្ដាប់ឥឡូវហើយពីរឿងបុណ្យ7ថ្ងៃប៉ុន្តែកម្មវិធីផ្ញើសហុយបញ្ជូនទៅឲ្យអ្នកស្លាប់បើយើងធ្លាប់ផ្ញើលុយតាមធនាគារតាមវិញតាមអ៊ីម៉ាន់នីទ្រូម៉ាន់នីអីហ្នឹងវាមានអង្គ3ទី1គេដាក់លុយចូលទី2គេប្រាប់លេខកូដទៅអ្នកទទួលទី3អ្នកស្លាប់នោះមកដកយកតលតែមានអ្នកត្រូវទទួលនោះមកដកយកទី1ដាក់លុយចូលទី2ប្រាប់លេខកូដទី3អ្នកដែលត្រូវទទួលមកដកយកអានឹងបានរីឯផ្ញើទៅអ្នកស្លាប់អង្គ3ដូចគ្នាទី1ម្ចាស់បុណ្យចូលប្រគេនផ្ទាល់អានឹងដូចដាក់លុយចូលអញ្ចឹងបានរវល់ប្រប៉ុណ្ណាក៏ដោយអាចារ្យតែងតែប្រកាសអញ្ជើញឲ្យមកចូលរួមមួយផ្លែតកុំឲ្យខានទី2យើងឧទ្ទិសអានឹងដូចប្រាប់លេខកូដពីព្រោះថាអ្នកដែលស្លាប់ទៅក្នុងលោកនេះមានរាប់លានតើយើងឧទ្ទិសទៅឲ្យខ្មោចមួយណាបើខ្មោចរាប់លានខ្មោចចឹងហើយតលយើងសិលិចឲ្យចំឈ្មោះដូនតាម៉ែឪយើងថានេះឧទ្ទិសជូនដល់ញោមនេះចេះមកអាហ្នឹងមានន័យថាយើងឲ្យលេខកូដទៅគាត់ហើយចឹងប្រាប់លេខកូដដែរក
គាត់មានសិទ្ធិមកទទួលទី3គាត់នឹងមកទទួលហើយបើគាត់មិនដឹងទេបានអាចារ្យសូត្រតាមក្រោយមានយ៉ាងកញ្ញអ៊ីមនីយាទេវតាទេវាគន្ធវានិវេតយងផ្ដាំផ្ញើបុណ្យនេះតាមទេវតាឲ្យទេវតានាំដំណឹងទៅប្រាប់គាត់នឹងទទួលបាននេះជាចម្លើយក្នុងសត្រាសិបសូត្រនិងក្នុងគម្ពីរពុទ្ធសាសនាដែលព្រះអង្គសម្ដែងក្នុងយ៉ាងកញ្ចារមណង្គមុននឹងធ្វើទានអីប្រពចំពោះមេដាបៃតាត្រូវហៅអញ្ជើញទេវតាសិនព្រោះទេវតាដឹងថាម៉ែឪយើងនៅឯណាដែលស្លាប់ទៅនោះម្លោះហើយទេវតានឹងនាំដំណឹងទៅប្រាប់គាត់នឹងទទួលបានសំខាន់ឲ្យយើងឧទ្ទិសបើមិនចេះឧទ្ទិសទេថាតាមអាចារ្យពេលអាចារ្យវេក្នុងពាក្យវេនឹងហើយមានពាក្យឧទ្ទិសអាចារ្យប្រែថាគ្រូមកបង្រៀនយើងឲ្យចេះឧទ្ទិសបានគេថាមួយម៉ាត់ឲ្យយើងថាតាមដល់សង្កេតមើលមែនតែនច្រើនតែភ្ញៀវទេអ្នកថាតាមកូនចៅម្ចាស់ប៉ុនអត់ថាតាមផងអានោះហើយដែលហៅថាខុសគេបង្រៀនកូនចៅម្ចាស់ប៉ុនឲ្យថាតាមគេបង្កើតបល័យវេនោះដើម្បីឧទ្ទិសពីអ្នកខ្ពស់ទៅកាន់អ្នកទាបបានតលធ្វើឲ្យយើងនឹងខ្ពស់សិនគេឲ្យអ្នកប្រគេនទាំងអស់មានសិលសិនបានរៀបវេគេឲ្យកាន់សិល5សិនអាចារ្យគ្រប់វត្តហៅកូនចៅមកដល់ឲ្យសមាទានសិល5កូនខ្លះក៏សមាទានតាមកូនខ្លះក៏អត់ទេដោយយល់ថាខ្លួនឯងមិនទាន់កាន់សិលខ្លាចដាច់ទៅរឹតបាបមិនមែនដូច្នោះទេកាន់បាន1ម៉ោងឬ2ម៉ោង1នាទីឬ2នាទីគ្រាន់បើជាងអត់សោះសំខាន់បំផុតកាន់សិលក្នុងខណៈយើងប្រគេនឲ្យយើងមានសិលសមាទានសិលចប់យើងកំពុងតែមានសិលទាំង5ពេញអត់ទាន់ដាច់សិលណាមួយសោះចូលប្រគេនពេលហ្នឹងស្អាតបរិសុទ្ធណាស់រួចឧទ្ទិសទៅបានដល់គាត់រួចហើយថ្ងៃអាសៀលឬក៏ល្ងាចស្អែកខាន់ស្អែកចង់ទៅជប់លៀងឯណាក៏ទៅអត់បញ្ហាទេព្រោះកាលយើងប្រគេនយើងមានសិលរួចហើយអញ្ចឹងបាន1ម៉ោងឬ2ម៉ោងគ្រាន់បើជាងអត់សោះគេឲ្យយើងមានសិលសិនបានរៀបវេហ្នឹងគេឲ្យសមាទានសិលទឹកហូរពីខ្ពស់ទៅកាន់ទីទាបយើងឧទ្ទិសទៅតើយើងមានសិលបានច្រាលទៅទីទាបបាននេះហើយតក្កិណានុបទានពំពិសាធ្វើមុនគេអត់បានបនដល់ញាតិស្រែកទៅហឹងជុំវិញវាំងមិនដឹងសំឡេងអីព្រលឹមឡើងទៅសួរព្រះអង្គសំឡេងអីគេស្រែកទៅហឹងជុំវិញវាំងពពុទ្ធថាញាតិរបស់ព្រះអង្គនឹងកើតជាប្រែតយូរហើយអត់ចំណីអាហារត្រូវបានចំណីអាហារបរិភោគក្នុងសាសនានឹងប៉ុន្តែអ្នកខ្លះអាចទៅកើតជាមនុស្សទៅកើតជាទេវតាវិញបានតលតែមានញាតិធ្វើបន់ឲ្យឥឡូវគេឃើញព្រះអង្គនឹងជាញាតិឯតលព្រះអង្គធ្វើបន់ឲ្យពំពិសាមកធ្វើបន់អស់កក្រឹកស្រាប់តែយប់ឡើងប្រែតនៅតែយំទៀតអដែលទៅសួរព្រះទៀតសំឡេងយំនៅតែយំអដែលព្រះអង្គធ្វើម៉េចទៅសំឡេងអីគេថានឹងញាតិរបស់ព្រះអង្គកើតជាប្រែតអត់ចំណីអាហារគ្នាត្រូវការទៅកើតជាមនុស្សទេវតាវិញប៉ុន្តែតើព្រះអង្គធ្វើបន់ឲ្យបានគ្នាបានទទួលធ្វើហើយតាបន់ធ្វើមកកណោមិនក៏មិនទទួលទៅបានប្រពុតថាមហារាជធ្វើមែនប៉ុន្តែមហារាជម្លងអត់បានចូលប្រគេនខ្លួនឯងអត់បានឧទ្ទិសពួកនោះអត់មានសិទ្ធិទទួលទេអញ្ចឹងបន់នោះឆ្ងាញ់តែមាត់អ្នកនៅរស់ទេឆ្ងាញ់តែអ្នកនៅរស់នេះអ្នកស្លាប់អត់បានអីមួយម៉ាត់ទេតលតែយើងចូលមកប្រគេនឲ្យឧទ្ទិសទៅបានអ្នកស្លាប់នោះទទួលបានលឺអញ្ចឹងបានពំពិសាត្រឡប់ទៅវិញធ្វើបន់ម្ដងទៀតចូលឧទ្ទិសចូលប្រគេនទៅញោមហើយក៏ស្រាប់តែប្រែតទាំងនោះបានទទួលផលព្រះអង្គក៏ផតតានមោទនាតរោកុដដសោតដែលលោកនិយមយកមកសោតសពថ្ងៃនឹងឯងទៅពួកប្រែតនឹងរួចពីកំណើតប្រែតខ្លះទៅកើតមនុស្សទៅកើតទេវតាប្រងព្រាតទៅបានគេថាអាកន្លែងហ្នឹងបេះដូងប៉ុនណាញោមប្រហែលជា5នាទីឬ10នាទីកុំឲ្យខានរវល់ប៉ុណ្ណាក៏ដោយក៏សូមអញ្ជើញមកកុំឲ្យខានបើយើងជាភ្ញៀវវិញយើងជួយដេញម្ចាស់ប៉ុនបន្ថែមបានហើយណែឯងកុំយកចិត្តទុកដាក់នឹងខ្ញុំពេកនោះអាចារ្យហៅណែឯងទៅខ្ញុំមកចូលរួមប៉ុនណែឯងឲ្យណែឯងបានប៉ុនបើណែឯងនៅតែមរាក់ពាក់អង្គខ្ញុំអញ្ចឹងណែឯងខាតប៉ុនហើយទៅដល់ម៉ោងណែឯងឲ្យទៅយើងជួយដេញបន្ថែមខ្ញុំណាដើម្បីកុំឲ្យគ្នាចំណាយលុយកាក់ហើយអត់បានដល់ម៉ែឪចានេះតក្កិណានុបទានក៏លឺសំខាន់តែប៉ុណ្ណឹងនេះប្របាទបង្កលិកៈធ្វើដំណើរមកពីចម្បាំងញោមច្បាំងឈ្នះហើយទៅហ៊ានមកកងពលមកជាមួយមកដល់តាមផ្លូវវែងផ្លូវធ្វើដំណើរដើរទៅចូលក្នុងព្រៃស្រាប់តែមានផ្លូវធំមួយចេះតែនិយាយគ្នាអាម៉ាតយើងវែងផ្លូវហើយមិនដែលស្គាល់ទីផ្លូវនេះធំល្អណាស់ទលាយហើយមានខ្យល់ត្រជាក់ព្រះអង្គវែងផ្លូវពិតទៅយីអាម៉ាតដើមឈើធំណាស់វៃចូលជ្រកចូលជ្រកសិនណាតោះជ្រកទៅតិចស្រួលណាស់វៃបើមានទឹកហូបអីល្អស្រាប់តែចេញទឹកមកថ្លល់ហាទឹកច្រើនណាស់ណាដាក់ទឹកនៅនេះមានក្អមពិនិត្យមើលអូទឹកល្អចែកគ្នាហូបឆ្អែតទៅហ៊ានមកកងពលស្រាប់តែអង្គុយមកសបក
បើសិនជាមានបាយហូបអីល្អឃ្លានបាយប្រាប់តែងាកមកខាងនេះហេមានបាយទៀតណាមានបាយមានម្ហូបពិនិត្យមើលមើលហូបកើតអីអត់អូមាននាំគ្នាហូបឆ្អែតមកកងពលហ្នឹងស្ដាច់ចេះតែឆ្ងល់បោះណាគេណោះអូតិចទេវតាតិចអីទៅអ្នកតាអីទៅមិនដឹងចឹងសុំមើលអស់លោកអើយអ្នកណាម្ចាស់បាយម្ចាស់ទឹកខ្ញុំចង់ឃើញមុខផងស្រាប់តែចេញមុខមកថ្លិលមេឃស្រឡះចែសហ្នឹងពូនជាផ្សែងមិនតិចស្រាប់តែឃើញចេញមុខមនុស្សមកអញញឹមប្រប្រៃខ្ញុំជាម្ចាស់ដាច់សួរថាណែឯងជាស្អីគេណែឯងជានរណាខ្ញុំពីមុនជាអ្នកស្រុកហ្នឹងខ្ញុំស្លាប់មកខ្ញុំកើតជាប្រែតអត់ចំណីអាហារខ្ញុំរងទុក្ខលំបាកវេទនាណាស់អត់ចំណីអាហារខ្ញុំជាកំណើតនៅលើផែនដីហ្នឹងហើយខ្ញុំមានកូនមួយឈ្មោះនាងឧត្តរានាងនៅក្មេងទេប៉ុន្តែនាងទៅជាមួយយាយជាមួយតាទៅស្ដាប់លោកទេសនាស្រាប់តែនាងយល់បុណ្យបាបនាងត្រឡប់មកវិញធ្វើបុណ្យឧទ្ទិសមកឲ្យខ្ញុំហើយនាងទៅស្ដាប់ធម៌ទេសនានាងនមស្ការសមាទានសិលក៏ឧទ្ទិសផលបុណ្យមកឲ្យខ្ញុំនាងទៅបុណ្យគេក៏ឧទ្ទិសមកឲ្យខ្ញុំនាងទៅជួយសូត្រសមាទានសិលព្រមទាំងនាងជួយនមស្ការឲ្យដាក់បាតប្រសងក៏ឧទ្ទិសមកឲ្យខ្ញុំបុណ្យដែលនាងធ្វើមកស្រាប់តែបានសម្រេចមកដល់ខ្ញុំនិងញាតិកាទាំងអស់គេរួចពីកំណើតប្រែតអស់អាលីងឯខ្ញុំរួចពីកំណើតប្រែតមកបានកើតជាទេវតាខ្ញុំបានរបស់ទឹកគឺបុណ្យដែលកូនឧទ្ទិសមកឲ្យខ្លាចជារបស់ទឹកខ្ញុំចង់បានអីក៏បាននឹងដូចចិត្តខ្ញុំចង់បានសម្លម្ជូរចេញជាសម្លម្ជូរខ្ញុំចង់បានជាកកោចេញជាកកោជារបស់ទឹកនិមិត្តឲ្យខ្ញុំគ្រប់យ៉ាងខ្ញុំកំពុងតែនិមិត្តលេងសបាយនឹងបនខ្ញុំហោះពីកពូលភ្នំចុះទៅតាមមាត់សមុទ្រខ្ញុំហោះពីដើមឈើនេះទៅមាត់សមុទ្រខ្ញុំហោះពីដើមឈើនោះមកដើមឈើនេះស្រាប់តែឃើញលោកកំពុងតែធ្វើដំណើរមកខ្ញុំសាកនិមិត្តជាផ្លូវលោកឡើងលើផ្លូវខ្ញុំនិមិត្តជាដើមឈើធំមួយលោកចូលជ្រកក្រោមដើមឈើខ្ញុំលោកថាចង់បានទឹកខ្ញុំក៏និមិត្តឲ្យចេញជាទឹកលោកហូបទឹកខ្ញុំឆ្អែតអស់លោកចង់ហូបបាយខ្ញុំសាកមើលនិមិត្តឲ្យចេញជាបាយមើលតើចេញមែនឬអត់ស្រាប់តែចេញជាបាយមែនលោកហូបបាយខ្ញុំឆ្អែតអស់ហើយឥឡូវលោកចង់ឃើញមុខខ្ញុំទៀតខ្ញុំនិមិត្តឲ្យចេញមុខខ្ញុំទៀតឲ្យលោកឃើញឥឡូវមានអីឆ្ងល់ទៀតមានអីត្រូវសួរទៀតស្ដេចនោះព្រឺរោមព្រឺស្បែកថាយីអស់ចាឮតែគេថាមិនដែលឃើញផ្ទាល់ឥឡូវបើឃើញផ្ទាល់ចឹងហើយព្រឺរោមព្រឺស្បែកអស់ចាណាស់ទេវតាថាខ្ញុំត្រូវទៅរស់នៅក្នុងឋានសួគ៌ទៅសោយសម្បត្តិទឹកខ្ញុំសុំលាឈប់សិនសុំតាហ៊ានទាំងអស់ថ្វាយអង្គមសិនសមាទានសិល5ទាំងអស់គ្នាពីទេវតានោះទេវតាទៅឋានសួគ៌ប្របាទបង្កលិកៈមកដល់ព្រះបរមរាជវាំងវិញប្រកាសប្រជាជនបងប្អូនអើយអ្នកណាមានម្ដាយឪពុកដែលស្លាប់ទៅសូមធ្វើបុណ្យឲ្យចុះពិតជាបានទទួលមែនខ្ញុំបានឃើញផ្ទាល់ខ្ញុំជួបផ្ទាល់ហើយបានបាយមួយឆ្អែតទៀតឆ្អែតមកកងពលបានមនុស្សម្នាធ្វើតាមហោហែមកនេះគឺជាប្រភពនៃតក្កិណានុបទានក្នុងពុទ្ធសាសនាញោមហើយការដែលធ្វើខុសនិងធ្វើត្រូវប្រយោជន៍មានតែពីរទេប្រយោជន៍មួយឆ្ងាញ់តែមាត់អ្នកនៅរស់ប្រយោជន៍មួយបានដល់អ្នកស្លាប់ប្របាទអជាតសត្រូវកំពុងតែអង្គុយទី1សុកស្រាប់តែមានមនុស្សចម្លែកចេញមកបង្ហាញខ្លួនឲ្យឃើញអជាតត្រូវក៏សួរថាណែលោកអ្នកបួសលោកធ្វើដំណើរទៅណាប្រែតនោះថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំជាប្រែតហាស្អីគេប្រែតហ្នឹងគឺជាកំណើតនៅលើផែនដីហ្នឹងខ្ញុំពីមុនមកជាមនុស្សជាសេដ្ឋីខ្ញុំស្លាប់ចោលទ្រព្យសម្បត្តិខ្ញុំមកកើតជាប្រែតនៅលើដីហ្នឹងជាកំណើតមួយដែលយើងហៅថាអតិសមានកាយមានកាយមិនប្រកបដែលអ្នកចាស់ចូលចិត្តហៅថាកំណើតព្រលឹងនៅលើដីហ្នឹងដែរខ្ញុំអត់ចំណីអាហារខ្ញុំដើររកកូនប៉ុន្តែរកមិនឃើញសោះអជាត្រូវធ្វើតកូននឹងវាទៅណាកូននឹងគេបានទ្រព្យសម្បត្តិពីខ្ញុំទៅគេឡើងធ្វើជាសេដ្ឋីហើយប្រហែលជាគេលែងនៅស្រុកនឹងទៅនៅស្រុកផ្សេងដូចខ្មែរយើងប្រហែលជាដីត្រូវប៉ាន់គេលក់បង្ហើយទៅទិញបុរីនៅឯណាប៉ុន្តែខ្មែរយើងនិយមសូត្រមុនប្រកាសទេវតាប្រកាសឲ្យដូនតាដឹងផងហើយដល់គាត់អត់បានប្រកាសដូនតាអត់ដឹងមករកតាផ្ទះចាស់អញ្ចឹងបានយើងប្រកាសឲ្យដូនតាដឹងផងកុំឲ្យដូនតាយើងទៅរកផ្ទះចាស់យើងលក់ឲ្យគេឲ្យខ្លាចឆ្កែគេខំណាញោមណាដូច្នេះឥឡូវហ្នឹងកូនលោកទៅឯណាហើយឮតំណែងថាគេទៅនៅស្រុកអន្តកវិន្ទនគរហើយអញ្ចឹងលោកគិតអាម៉េចខ្ញុំនឹងទៅតាមរកកូនទៀតព្រោះថាទ្រព្យសម្បត្តិរបស់ខ្ញុំមានតាំងប្រមាណវានៅលើដៃកូនទាំងអស់បើខ្ញុំទៅរកកូនបើកូនធ្វើបន់ឲ្យទៅខ្ញុំនឹងបានទទួលផលបើកូនមិនធ្វើបន់ឲ្យមិនដឹងខែឆ្នាំណាខ្ញុំនឹងចេញរួចពីកំណើតនេះទេបើអញ្ចឹងលោកទៅរកកូនចុះរកឃើញក៏ដោយមិនឃើញក៏ដោយត្រូវមកបង្ហាញខ្លួនឲ្យខ្ញុំឃើញទៀតព្រោះខ្ញុំមានសំណួរចង់សួរប្រែតនោះ
ចេញពីអាជាតិសត្រូវទៅបាត់សមោលភ្លាមទៅដើរលិចវាលចូលព្រៃលិចព្រៃចូលវាលរាប់ខែដើររកកូនមិនឃើញសោះបែកគំនិតដើររកតាមវត្តរកតាមវត្តក៏នៅតែមិនឃើញទៀតក៏បែកគំនិតដើររកតាមរោងបុណ្យឲ្យតែមានរោងបុណ្យតាណាដើររកកូនតានឹងក្រែងលោកកូនអញគេធ្វើបុណ្យឲ្យស្រាប់តែរថ្ងៃមួយខែមួយយូរបន្តិចទៅចំរោងបុណ្យមួយធំដែលមានមនុស្សរាប់ពាន់នាក់មើលចុះមើលឡើងកូនខ្លួនឯងផ្ទះកូនអញធំណាស់អូកូនអញធ្វើបុណ្យមនុស្សមកច្រើនណាស់ប្រែតដតីគេដើររដែរមកជួបគ្នាតានឹងអស់ចាណាស់បានកូនធ្វើបុណ្យហើយរកកូនឃើញចំថ្ងៃធ្វើបុណ្យពិតជាអស់ចាដោយគេថារកអស់ប្រទះឈើងាប់ឥឡូវនេះវាទៅជារកអស់ប្រទះជាហ្គានហ្គាសទៅវិញណាញោមប្រទះជាហ្គានអគិសនីអណាស់ដល់តែចប់បុណ្យកក្រឹកកក្រែងអស់ទៅប្រែតអង្គុយយំដដែលហើយអាមិនបានជាយំកូនគេដូរសាសនាបាត់ទៅហើយកូនគេដូរទស្សនៈបាត់ទៅហើយកូនគេដូរលទ្ធិទៅហើយចុះគេធ្វើបុណ្យនោះអាមិនគេជប់លៀងឆ្ងាញ់មាត់តែគ្នាគេទេគេអត់បានចូលវេដាបាំងស្គលឧទ្ទិសកុសលអីដល់ម៉ែឪអីគ្មានទេម្ល៉េះហើយបុណ្យនោះអស់លុយប្រមាណក៏ដោយឆ្ងាញ់មាត់តែអ្នកនៅរស់អ្នកស្លាប់អត់បានទទួលសោះខ្មោចឪពុកយំទៅវិញពោះទៅទេរៀបរាប់ថាអញហើយអញខំរកទ្រព្យសម្បត្តិតាំងពីសក់ខ្មៅរហូតសក់សទុកឲ្យវាទាំងអស់ឥឡូវត្រឡប់មកវិញពោះទៅទេរកឃើញហើយគេមិនឲ្យអញមួយម៉ាត់ទេលោកតាពេជ្រសុខាស្មូតនៅក្នុងលបើកប្រែតជារៀងរាល់ឆ្នាំគេចាក់ខែភ្ជុំបិណ្ឌណាញោមគេថាពុកនឹងកាលរស់នៅប្រឹងព្រោះកូនដល់ទៅសូនជីវិតបាត់សង្ខារមិនដឹងជាកើតនៅទីណាបើកើតជាមនុស្សទេវតាវាប្រសើរថ្លៃថ្លាព្រោះស្គាល់ហេតុស្រាប់តែគាត់នោះកើតទៅជាប្រែតបាក់ពោះកាហេតុអត់អាហារមករកកូនដើរយំរកកូនតាមវត្តគ្រប់វត្តទាំងអស់អត់មានឃើញកូនសោះកូនអាឡ័យអីនៅក្នុងលបើកប្រែតនោះគាត់ថាកូនអាឡ័យសបឹងដើរលោឡាជាគេពីពេញផ្លូវគ្មានបានមកបាំងស្គូលឲ្យខ្មោចម៉ែខ្មោចឪទេម្លោះហើយខ្មោចឪនេះយំបោកខ្លួនក្បែរវិហារបានជាឃ្លាកដាលគាត់ថាឃើញតែញាតគេអ្នកដតីគេបានលោកលៃមហូបអាហារមកបាំងស្គូលជូនដូនតាចុះវាបាត់ញាតខ្ញុំកណាទៅណាមិនឃើញមកសោះបានអីមកអាឡ័យសបឹងដើរជាគេពេញតែផ្លូវណោះម្លោះហើយដល់ថ្ងៃគម្រប់យំបបាលដេញគាត់ត្រឡប់ទៅវិញទៅរងទុករហូតអត់មានកូនណាជួយណាញោមអញ្ចឹងប្រែតមិញនេះដើរមកជួបកូនហើយបែរទៅជាអត់ទៅវិញធ្វើដំណើរត្រឡប់ទៅវិញទៅបង្ហាញខ្លួនដល់អាជាតិសត្រូវម្ដងទៀតបានស្ដេចក្នុងសួរដឹងថាជួបកូនហើយប៉ុន្តែកូនធ្វើបុណ្យអត់បានទទួលទេអញ្ចឹងអាជាតិសត្រូវនឹកសង្វេគអាណិតក៏នឹកអាណិតដល់នាយទាហានពលទាហានកងកម្លាំងប្រដាប់អាវុធដែលបានតស៊ូបូជាពលីជីវិតដើម្បីជាតិសាសនាបាក់បែកចែកឋានទៅក្រែងលោកអត់មានបងប្អូនណាធ្វើបុណ្យឲ្យស្ដេចនោះក៏បង្កើតកម្មវិធីបុណ្យមួយឧទ្ទិសជូនទូទៅដល់វរៈជនវរៈនារីបុព្វការីជនដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិព្រមទាំងញាតិមិត្តណាដែលស្លាប់ទៅអត់មានកូនធ្វើបុណ្យឲ្យសូមមកទទួលចុះហើយប្រែតនឹងក៏បានទទួលផលបុណ្យនឹងប្រែតដតីក៏មកទទួលនឹងរួចពីប្រែតខ្លះទៅកើតជាមនុស្សកើតជាទេវតាព្រងព្រានឥឡូវប្រែតនេះរួចពីប្រែតទៅកើតជាទេវតាហើយដោយសារណាដោយសារបុណ្យគេជួយទេបើសង្ឃឹមកូនខ្លួនឯងតទេណាញោមមកពីអីនឹងហើយដែលលោកថាព្រះធម៌មិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងធ្វើបុណ្យអស់រាប់ពាន់ដុល្លារប៉ុន្តែខ្មោចមេដាបៃតានៅតែអត់បានទទួលអីមួយម៉ាត់ហេតុនឹងហើយបានជាបុណ្យពេលវែងក៏ដោយពេលខ្លីក៏ដោយពេលថ្ងៃក៏ដោយពេលយប់ក៏ដោយគេតែងតែឲ្យមានលោកទេសនាមានអាចារ្យបញ្យលធម៌ហ្នឹងគោលបំណងអីគោលបំណងបង្ហាញឲ្យញោមញាតិម្ចាស់ទៀតនឹងដឹងយល់ជាពិសេសក្មេងជំនាន់ក្រោយឲ្យដឹងថាដើម្បីធ្វើបុណ្យឲ្យម៉ែឪនឹងត្រូវធ្វើម៉េចកុំឲ្យចំណាយទៅលុយអស់ទៅវាអត់បានដល់ម៉ែឪបើជ្រុលឲ្យចំណាយលុយចំណាយពេលវេលានៅហត់ឲ្យសុំឲ្យបានណាចឹងណាបានគេឲ្យមានលោកទេសនានឹងមានប្រយោជន៍អញ្ចឹងណាញោមឥឡូវបានយល់ហើយតក្កិណានុបទានអង្គ3នឹងទី1ចូលប្រគេនទី2ឧទ្ទិសទី3អ្នកស្លាប់នឹងមកទទួលរវល់ប៉ុណ្ណាក៏ដោយកុំឲ្យខានណា3ចំណុចហ្នឹងនឹងបានហើយលោកថាមិនបានផ្ដាំតាមទេវតាចុងក្រោយទេវតានឹងស្វែងរកគាត់ដឹងថាម៉ែឪដូនតាយើងនៅឯណាគាត់នឹងទទួលហើយចុះមិនបានមានបុណ្យ7ថ្ងៃក្នុងទឹកដីខ្មែរយើងនេះតាមការសិក្សាស្រាវជ្រាវទៅមាន3ជំនាន់ហើយ7ថ្ងៃជំនាន់ទី1សាសនាដើមមុនព្រហ្មញ្ញសាសនាមុនពុទ្ធសាសនាខ្មែរយើងមានជំនឿមួយដែលអ្នកប្រាជ្ញហៅថាសាសនាអូស្ត្រូអាស៊ីតិចដែលយើងហៅថាសាសនាវប្បធម៌អូស្ត្រូអាស៊ីខ្លះគេហៅថាសាសនាជីវចលដែលយើងជឿគោរពរាប់អានទៅលើព្រលឹងដូនតា
មេត្តាបៃតារុកអរិយណតាម្ចាស់ទឹកម្ចាស់ដីសម័យនោះគេជឿថាអ្នកស្លាប់ទៅនឹងឯងអត់តន់ដឹងខ្លួនតរដល់ថ្ងៃទី7បានដឹងខ្លួនឃើញគេហៅគេអត់ស្ដីឃើញគេហៅគេអត់និយាយរស្ដាប់អត់បានដឹងថាអូអញស្លាប់ហើយយំលាភពលាជាតិកំណើតទៅរកកន្លែងកើតទៀតបានគេថាខ្មោចដឹងខ្លួនម្ល៉េះហើយគេក៏រៀបធ្វើបុណ្យមួយជាសំណែនសែនព្រានតាមមនុស្សសម័យកាលនោះទៅអាហ្នឹងគេហៅថា7ថ្ងៃដែរណាញោមបានជាជាប់ផ្នត់គំនិតមួយអ្នកខ្លះកូនខ្លះមិនដឹងគុណម៉ែមិនដឹងគុណឪមិនបានជួយធ្វើការងារដល់ទៅពេលថ្ងៃណាមួយកូននឹងភ្ញាក់គំនិតមកជួយធ្វើការងារម៉ែឪចាស់ក៏ថាហីអានេះទៅមិនដឹងខ្លួនមើលទៅខ្មោច7ថ្ងៃតែភ្ញាក់ខ្លួនមើលទៅខ្មោច7ថ្ងៃមកពីមានជំនឿថាអ្នកស្លាប់ទៅនឹង7ថ្ងៃដឹងខ្លួនក៏គេក៏ធ្វើបន់ទៅគេថាខ្មោចយំស្ដាយក្រោយដឹងហើយថាខ្លួនស្លាប់ហើយនោះណាអានេះជំនឿដើមមួយទៅមានប្រភេទ7ថ្ងៃដែរបន្ទាប់មកទៀតខ្មែរយើងកាន់ព្រហ្មញ្ញសាសនាមាន7ថ្ងៃដែរព្រហ្មញ្ញសាសនានៅប្រទេសខ្មែរយើងជឿទៅលើគម្ពីរសាមវេទយុជ្ជរវេទអថរវវេទគម្ពីរឧបនិស្ស័តគោរពព្រះឥសូរព្រះសិវៈព្រះវិស្ណុឬព្រះនរាយណ៍ហើយនិងព្រះព្រហ្មហើយអ្នកខ្លះគោរពតាមពិធីតបយោគៈអ្នកខ្លះគោរពពិធីសិវៈរាត្រីអ្នកខ្លះចេះពិធីហោមពិធីសុំទឹកសុំដីបែងជ័យភូមិអ្នកខ្លះទៀតចេះមុនអាគមទោះទាយអូមអាមឬក៏ចេះរើសថ្ងៃលិចថ្ងៃដែតគូផ្គងថ្ងៃខែឆ្នាំអីចឹងទៅអ្នកខ្លះទៀតក៏ចេះពិធីតម្រាហៅព្រលឹងដែលមាននៅស្រុកខ្មែរយើងនៅមានតម្រាហៅព្រលឹងគេថាមនុស្សម្នាក់យើងហ្នឹងព្រហ្មញ្ញសាសនាគេថាមានព្រលឹង9ដណ្ដប់មនុស្សម្នាក់ហ្នឹងមានព្រលឹង9ដណ្ដប់មិនមែនសំដែងឲ្យញោមជឿទេឲ្យញោមស្ដាប់ឲ្យប្លែកតិចបន្តិចទៅមើលព្រលឹង9ដណ្ដប់ហ្នឹងបកែខាងភ័យលបោតដែរតែយើងដើរយប់អីលើកដោបល់ព្រឹបភ័យខ្លាចរត់ទៅយើងប្រាប់គេថាភ័យឡើងលួសព្រលឹងអ្នកខ្លះកើតជំងឺមួយភ័យខ្លាំងពេកមិញមាំងគេថាជំងឺលួសព្រលឹងម្ល៉េះហើយអាចារ្យគេធ្វើពិធីសូត្រអន្តងព្រលឹងមកវិញបានមានពិធីគេសូត្រហៅមកវើយមកផ្ទះយើងវិញមកមើលដីមើលធ្លីមើលកូនម្ចាស់ហៅព្រលឹងមកវិញពីដើមណាញោមតែមនុស្សឈឺអីហ្នឹងគេអាចារ្យមកមើលគេហៅព្រលឹងសិនបើព្រលឹងចូលគ្រប់មនុស្សហ្នឹងជាវិញបើព្រលឹងចូលមកគ្រប់គេខ្សឹបប្រាប់កូនចៅនៅមិនយូរព្រលឹងខ្លះចេញទៅហើយចឹងគេហៅព្រលឹងសំបីបួសសំបីការហ្នឹងក៏គេមិនចោលអាពិធីហៅព្រលឹងហ្នឹងដែរពីដើមមកព្រលឹង9ដណ្ដប់នេះបើរាប់ទៅតាមក្បួនគេថាព្រលឹងដីទឹកភ្លើងខ្យល់ហ្នឹង4ធាតុទាំង4ជាជីវិត4នៅក្នុងខ្លួនមនុស្សបើដាច់ជាតិទឹកមនុស្សអត់រស់បើដាច់ធាតុភ្លើងដាច់កម្ដៅក៏មនុស្សមិនរស់បើដាច់ធាតុដីដាច់ចំណីអាហារក៏មិនរស់បើដាច់ធាតុខ្យល់ដាច់ខ្យល់ម៉ាត់លែងរស់ហ្មងអញ្ចឹងអា4ហ្នឹងមានជីវិត4ដែរគេហៅព្រលឹង4រូបវេទនាសញ្ញាសង្ខារវិញ្ញាណដែលសេចក្តីចេះសេចក្តីដឹងសេចក្តីចាំសពបែបយ៉ាងហ្នឹងព្រលឹង5ទៀតសរុបទៅ9គ្រប់ទ្វារទាំងអស់ភ្នែកតិចច្រមុះមុខមាត់មកជុំខ្លួនមានទ្វារ10មានព្រលឹងទាំង10នៅតាមទ្វារហ្នឹងទៀតសរុបទៅ9ដណ្ដប់ក្នុងមួយថ្ងៃមានអ្នករសាព្រលឹងយើងហ្នឹងក្នុងម្នាក់មានអ្នករសាព្រលឹងយើង4នាក់ទៀតអញ្ចឹងមនុស្សយើងម្នាក់ហ្នឹងបើតាមព្រាហ្មណ៍មាន5នាក់អ្នករសាព្រលឹងយើង4នាក់ទៀតនៅជុំវិញខ្លួនមានជីវិត2ជីវិត1ជីវិតរណបជីវិត1មែនតើជីវិតយើងផ្ទាល់យើងមានជីវិតរណបមួយទៀតដល់ពេលកាលណាយើងស្លាប់ទៅជាងកាលជីវិតរណបនោះអត់តាន់ដឹងនៅន្ទូលចុះន្ទូលឡើងដោយអ្នកគ្រោះថ្នាក់ចរាចរណ៍ភ្លាមតាន់ហន់ទៅអាចជីវិតមែនតើស្លាប់ឯអាចជីវិតរណបអត់តាន់ស្លាប់ឯនៅន្ទូលចុះន្ទូលឡើងអូវែងឆ្ងាយនៅពេលដែលអ្នករសាព្រលឹងទាំង4នឹងរសាព្រលឹងដាក់វេនគ្នាមួយពីព្រឹកទល់ថ្ងៃត្រង់មានពេជ្រប្រាជ្ញពេជ្រប្រានពេជ្រខុនពេជ្រធានមួយរសាពីព្រឹកទល់ថ្ងៃត្រង់មួយពីថ្ងៃត្រង់ទល់ល្ងាចមួយពីល្ងាចទល់កដាលអាធ្រាត្រមួយពីកដាលអាធ្រាត្រទល់ព្រឹកតួនាទីអ្នករសាព្រលឹងនឹងចាំឲ្យតំណែងជូនតំណែងមកក្នុងផ្ទៃក្នុងនេះមកនគរកាយនេះឲ្យតំណែងតាមរយៈញាក់ភ្នែកញាក់មុខញាក់មាត់ញាក់ដៃញាក់ជើងញាក់ច្រមុះយល់សពនិងប្រភ្នូលផ្សេងឧបមាដូចញាក់ភ្នែកនិយាយថាអញមកបនគេញាក់ភ្នែកព្រឺតនៅមិនកើតទេមានរឿងហើយចេញទៅដល់ឆ្លោះជាមួយតាហ្មងអញថាមានរឿងមែនថ្ងៃក្រោយមកបនគេទៀតញាក់ភ្នែកទៀតអញមិនតន់ទៅខ្លាចឆ្លោះជាមួយតាទៀតនៅសងំចាំយប់ចាំទៅចេញទៅគេយកស្បែកជើងបាត់ជិះម៉ូតូទៅបែកកង់តាមផ្លូវជាងដេកលក់អស់ទៀតមានរឿងទៀតអញហើយឡូវដល់គាត់ឆ្ងល់សួរទៅចុះអាភ្នែកហ្នឹងមិនក៏វិញ្ញាក់វាដឹងពីណាមកមិនបានដឹងរឿងមុនឲ្យតែឯងញាក់ភ្នែកដឹងតែមានរឿងចុះអាភ្នែកហ្នឹងវាដឹងពីណាមកគេថានងឲ្យអ្នករសាព្រលឹងត្រាប់តាខ្លះក៏ថាខ្ញុំបើញាក់មាត់ស្ដាំខាងលើអានឹងឆត់ណាស់ដឹងតែបានចំណៃឆ្ងាញ់ហ្មងប៉ុន្តែបើញាក់មាត់ឆ្វេងខាងក្របដឹងតែប្រកែកគ្នារឿងអីមួយ
dây class ta nhóm bên nhẹ chương cái bùa đào lên bên nhẹ kabal miền nhiều class ta bập nô lên che bập nô lên cho vô sọp cho hỏi chót na anh nông cái than nè đã xa bật lưng về prap ao bập nô ao vô sọp nâng nè đã xa bật lưng dương nâng anh cái ao từ nhà mà prap prum manh sa na cái này dây đó bật quất rúp mà nu mà nè sa xe nó lỡ bạt đầy nên lời bị phốp lục dân đi mua ai đôi kia mốc ai đôi kia bởi chỉ dân họ chlong bát tê mua mình sơiประมาณ mốc mình sơiประมาณ ปันนักยาได้จิตทุ่มจริงกีมันนูรอบเลียนเนี่ยกยาได้โดยkiaเตะข้อต่างอ๋อมาปีประวัติรูปยังมันเนี่ยนั่นเลยได้นั่งพวกเปรียมเจแมนเต้นกี่มือได้นั่งดังท่าอ๋อนั่นนี่อายุปนเนี่ยเมียนปนได้อายุปนเนี่ยเมียนแบบปุ่นอายุปนเนี่ยลางยัวสะอายุปนเนี่ยชื่อทั้งอายุปนเนี่ยสลับกี่มือตามนั่งประวัติรูปไปยังเจมือเลยเคยตะกบเวงกบวามดังใส่พองปันแต่มนุษย์ก็ยังเอาโดยขี้สอนั่งกิธานั่งประวัติรูปยังเวอาดกำบังตอนละเกจมือปุ๊บเปรียมแมนเต้นมือแต่สนามเชิงก็ดังได้โดยกิมือสนามเชิงเปรียได้สมบัยเปรียยังประสบลางม้าก็ปุ๊บเปรียมกิตีทำมนุษย์นี่ดังอบานตราคลาธาเบิร์นในครบครองประเทศลางสดาจะเบิร์นเตอร์บุ้นังบานตราก่อนจะเคยเปรียก็กิตีตราได้เราดอลเมียก่อนจะยีกรอนแต่เคยบาดเชิงเปรียก็ดังทำมนุษย์นี่มนุษย์ออกกันเลยมนุษย์ถนัดทุ่มนะถนัดปงปูจังวิมีเรื่องอาจกำบังชราปันไตยัยปีปลังปมบุญตันดอบนี่เนี่ยคลาถับเพย์ไอเตอร์ปลังคลาระบูดเนี่ยคลาเพย์คลังมันเต้นมาปรับกิธาขยมเหม็นปลังจองสะให้มีในท่าปลังไปจังดอลจองสะไปจิตระบูดในตันติจิตระบูดบาดไปจังดอลจองสะในตายเนี่ยคลาติดปากกายข้างปัญญาใจไอคลายัยก็ลงใจก็โหยปลังปมใบปมบุญตันดอบไปโจมมือวิ่งมาก็คลาใจก็ลูปลังไงแย่ดอลละท่ามนุษย์เจ็ดสลับปลังโตไปจังคลาจังตังปีประมวยแคมุนคลาจังปีมาแคมุนมนุษย์นั่งเจตพลิกเจตเพลียงแพงจบแพงล้างดอลไงสลับปลังทมจังกิธาเตอตอนออกเต้นนาซอลปลังรีร้องทั้งไงตีผมเปิลลังบาดเตอยังปลังกอดในรีร้องนั่งเตียนั่งตอนเตอออกทั้งไงตีผมเปิลบาดเตอมันรอหายปุเปรียมปุปรมัญศาสนาไงตีผมเปิลกิทวบนสำนักแซนเปลี่ยนมวยจูนตำนาวปลังหนึ่งอ้อยปลังนั่งเตอประโมลเนี้ยจุ่มเนี้ยจับกำนัดการทำไมนี่ผมเปิลไงตามปรุมัญศาสนาก็จวบมาได้นะโยมนะแมนสำได้เงาเชื่อที่ไปแจกให้ก่อนนะสดับไอ้พลายจะเจตบานในมีเรื่องเว้นจึงนั่งที่ปันเนี่ยที่เจ้างี้มาพุทธศาสนาวิ่งพุทธศาสนาลูกมันบานสำได้ปลังโตปลังทมไม่เตลูกสำได้ปีโจเตประเดสันติมนุษย์เบิกการเท้าเตยแต่สลับเบิกสลับเท้าเตยแต่การเนี่ยเรียนอภิธรรมกิธาโอเชตตัดเทศาสตะตัดเทเบอร์ประกันถ้าสลับตือกาวติดก็ข้อสลับตือมันกาวติดก็ข้อจังอ่ะมวยนาได้ตรึจังเมียนในท่าสัตว์สลับตือกาวติดก็เมียนมันกาวติดก็เมียนสัตว์ได้มันกาวติดสลับเมียนใบตีมวยเกี่ยหาท่าสมุเชตเตมารณะสลับระบบแปรระหอนโลกอดเมียนกาวติดเต้แต่โลกสลับหอยคือตือโซนอะไรนี่ละใบครูเตยขาปลังไงโยมละใบครูเตยขาปลังมาสู้ปีสมัยเปรี้ยละใบครูกัวกบาลขมอยปีสมัยเปรี้ยเมียนกิโยกบาลขมอยมาครูนั่งกัวไปเตยกบาลขมอยนั่งยัยขยมการในรั้วขยมชมัวยัยกอตาคอเจมวยเจมวยดอลลาร์ปุ๊ดเอาติโยกบาลเปรี้ยระหอนมาเอากัวโป๊กอัดเจยัยจังเมียนในทาเกหายบานแต่มนุษย์ยังในการเตะมนุษย์น่าสลับเตยอัดเจยัยบานในปลัวเปรี้ยระหอนโลกแรงเมียนไอในยัยเตะให้โลกน่ะเปลี่ยนโซนจังการสลับระบบเปรียร์ฮอนเตยวิญญาณเตยเมียนครูมวยเตยครูทนำปากกายนัสเปียทนำมาทองเบทานน่าชื่อปูหาทนำชื่อปูไปเรือมองบีบแบบตะขยมนั่งทนำชื่อปูย่อทนำนั่งมาด่าเอาเชียเบทานทนำชื่อกบาลรวมมือทนำขนมเตยนั่งทนำเมียกำเริกเอาเคยอย่างในทนำชื่อกบาลด่าเตยเชียเราเราปุ๊ดให้มาได้ระหว่างทนำน้ากำอ้อยงวบมาเตยอดเมียนาเรือมวยสอบบางจังครูเป็ดไอ้นั่งทนำนั่งเชียบาลบานอเมริกาได้ตีมพอดงวบโดยตะขเนียแมนครูเป็ดนั่งก็สลับได้โดยชนะหายโลกทากาสลับกิจมันพอดปั้นสลับเตยเปรียร์ฮอนโลกอดการวิญเตปลุกโลกอดเมียนปุ้ยอดการโดยโด่งต้มกิจดำตั้งดอกจีดำโด่งมาวิญบานคล้ายดำโด่งดอกมาโด่งติดโดยแต่บานโด่งเลือกร้อยกับไอ้จิมรันโยตเตยจีเปรงโด่งโยเปรงโด่งนึงแต่ดำแหลกดอยรัวเวียจิมรันเอาให้เวียออกเมียนปุ้ยดอยในเตยจีเปรงโด่งไงอย่างนาเปรียร์ฮอนโลกออกปุ้ยอดการคือโลกออกอาวิเชียตอนห้าวปาเตียนกรรมโลกอดเจสลันอดเจสออฟอดเจคังอดเจเจนแนนอดเจนันเตียอดเจโยลซอบมันเราให้โลกแรงคังแรงโลกแรงล้นโลกทำมังโดยรูปจำละจังเท่านั้นโยมยังมันแยมทอมมาดาจังเท่า
ហើយចង្ហាន់ឆាន់តែមករស់ចឹងទៅលោកអត់មានលូបលុនអត់មានគិតខឹងអត់មានគិតអីចង់ទៅវាយទៅកាប់លោកអត់ខឹងនេះលោកអស់ខឹងអាលីងចឹងហើយពេលលោកសកុតទៅគឺនឹកពៀនលែងកើតទៀតតែហ្មងអញ្ចឹងហើយបានគេថាបើសត្វស្លាប់ទៅមិនកើតទៀតក៏វាមិនមែនពីព្រោះអរហន្តលោកអត់កើតទៀតមែនប៉ុន្តែបទជនយើងនៅកើតទៀតហើយដល់ស្លាប់ទី2គេហៅថាខណ្ឌកមរណៈស្លាប់មួយខណៈគឺយើងទាំងអស់គ្នាញោមដឹងថាស្លាប់ដែរតាំងពីក្មេងមកទល់ប៉ុណ្ណេះញោមស្លាប់ទាំងហែមកហើយអ្នកខ្លះកញ្ចក់ចាស់ជ្រុះបាត់ចេញកញ្ចក់ថ្មីថ្មិញបាក់ជ្រុះបាត់ចេញថ្មិញថ្មីអ្នកខ្លះស្បែកចាស់បកកវត្តចោលលោះស្បែកថ្មីអ្នកខ្លះកាត់កញ្ចក់ជុំវិញស្បែកជុំវិញកញ្ចក់ដៃកញ្ចក់ជើងចោលអស់អានោះវាស្លាប់ហើយអញ្ចឹងយើងស្លាប់ម្ដុំហើយតែញោមស្លាប់សាច់ស្លាប់ស្បែកកោសិកាចាស់អីស្លាប់ជ្រុះសក់ជ្រុះអីហ្នឹងហើយអ្នកខ្លះទៀតគាត់ប្រកែចាំមកពីដើមឥឡូវគាត់ប្រកែភ្លេចម្ដងអាការចាំហ្នឹងវាស្លាប់ហើយអ្នកខ្លះពីដើមមូខ្លាំងខាងយូដូហាប់គីដូដល់ធាក់វាយតប់ឥឡូវនេះជឿច្រត់មួយទៀតដើមត្រង់ផ្លូវផងជាងការចង់ជន់ទៅនេះវាទៅជន់ទៅនោះអញ្ចឹងអាខ្លាំងប្រកែមុនហ្នឹងវាស្លាប់បាត់អស់ហើយអញ្ចឹងស្លាប់បដើអ្នកខ្លះរហូតដល់ស្លាប់ដៃស្លាប់ជើងស្លាប់ជំហៀងខ្លួនគេហៅថាខនិកមរណៈស្លាប់មួយខណៈស្លាប់ទី3គឺសមតិមរណៈស្លាប់ដោយសន្មតគឺបឋមជនយើងទាំងអស់ស្លាប់ដោយសន្មតទាំងអស់អាម៉េចបានថាសន្មតដូចយើងមានអាទេសមួយហើយខូចកម្មដូរកម្មខូចកង់ដូរកង់ខូចនឹមដូរនឹមខូចព្រែកដូរព្រែកមើលទៅវាចាស់ជ្រុបជ្រុលមែនទែនកវត្តចោលទិញអាទេសថ្មីរូបរាងកាយយើងហើយបាក់ឆ្អឹងតឆ្អឹងបាក់ថ្មិញតថ្មិញបាក់ដៃកវត្តចោលយករូបថ្មីគឺកើតថ្មីហេតុអីបានបឋមជនយើងនៅកើតព្រោះយើងនៅមានពូជអវិជ្ជាតណ្ហាឧបាទានកម្មពូជនឹងមានល្អមានអាក្រក់អ្នកខ្លះខ្ចីលុយគេអត់សងរត់កិច្ចវេះនៅនោះស្លាប់ទៅណែឯងត្រូវតែកើតមកវិញដើម្បីសងលុយគេរលុយទុកសងគេវិញហើយជួនកាលលួចលុយគេរត់ទៅណែឯងត្រូវតែកើតមកវិញដើម្បីសងបំណុលគេធ្វើខ្ញុំបង្រើគេឲ្យអស់មួយជាតិលុយហ្នឹងជួនកាលកើតមករលុយទុកឲ្យគេលួចវិញអ្នកខ្លះវាយគេឲ្យរត់ទៅកិច្ចខ្លួនទៅស្លាប់ទៅនៅនឹងត្រូវកើតមកវិញឲ្យគេវាយវិញអ្នកខ្លះជេរគេមើលងាយគេណែឯងក៏ត្រូវកើតមកវិញដែរដើម្បីឲ្យគេមើលងាយវិញរាប់រយជាតិអ្នកខ្លះលួចគេស្លាប់ទៅកើតមកធ្វើខ្ញុំបង្រើគេ500ជាតិអញ្ចឹងណាអានេះខាងអាក្រក់ដល់ខាងល្អអ្នកខ្លះធ្វើបន់ប្រាថ្នាដូចជានាងឧមាតន្តីប្រាថ្នាចង់ឲ្យស្អាតដាច់គេធ្វើបន់ដល់តែចឹងនាងត្រូវតែកើតមកវិញដើម្បីឲ្យស្អាតដាច់គេប្រុសណាឃើញវែងនាងឧមាតន្តីពីដើមតែប្រុសឃើញវែងញោមកំពុងដាំបាយខ្លោចទាំងអស់ឆៅទាំងអស់ហើយបើថាកំពុងស្លោបងច្រឡំបន្លែច្រឡំប្រហុកអស់ហើយញោមមកវែងឲ្យតែឃើញនាងនឹងស្អាតណាស់មកពីនាងប្រាថ្នាអញ្ចឹងនាងវិសាខាជំនាន់ពុទ្ធបតមុត្តរៈឃើញគេស្និទ្ធជាមួយព្រះប្រាថ្នាសូមឲ្យកើតមកជាពុទ្ធបថៈបង្រើព្រះឲ្យស្និទ្ធអញ្ចឹងដែរហើយនាងខំធ្វើបុណ្យនាងត្រូវតែកើតមកជួបព្រះបានជាបញ្ញពិតកល្យាណីបានបង្រើព្រះទៀតរូបល្អដាច់គេទៀតញោមមើលឃើញដែរអញ្ចឹងប្របាទច័ន្ទនៅបញ្ចោតឃើញរត់ទៅដាក់បាតលោកសូមប្រាថ្នាឲ្យជាតិខ្លួនឲ្យមានកម្លាំងខ្លាំងឲ្យមានយុទ្ធនេះសិតតលឿនហើយមែនបានកើតជាស្ដេចមកមានកម្លាំងខ្លាំងមានយុទ្ធនេះសិតតលឿនមែនធនកសិទ្ធិស្ដាប់ធម៌ទេសនាដាក់សត្វមាសពេជ្រពីមុខចោលមកបន្លំលួចខឹងពេកធ្វើបន់មួយប្រាថ្នាកុំឲ្យគេលួចរបស់គាត់បានឲ្យគាត់កើតជាអ្នកមានគាត់កើតជាធនកសិទ្ធិមានទ្រព្យសម្បត្តិចោលណាក៏លួចយករបស់គាត់អត់បានដែរព្រោះមានអមនុស្សការពារអញ្ចឹងអ្នកល្អក៏ត្រូវកើតមកដែរដូចជាអ្នកខ្លះធ្វើបន់ប្រាថ្នាអុកញ៉ាប្រាថ្នាអាយដំប្រាថ្នាជំទាវអ្នកនឹងក៏ត្រូវតែកើតមកដើម្បីធ្វើអាយដំធ្វើលោកជំទាវទៅអុកញ៉ាដែរហើយអ្នកណាធ្វើអំពើអាក្រក់ក៏កើតមកដើម្បីរងទុក្ខទោសដែរអញ្ចឹងបឋមជនយើងស្លាប់ដោយសន្មតគឺស្លាប់ហើយត្រូវកើតទៀតអញ្ចឹងណាញោមណាវានៅជាប់ជាពាក់អញ្ចឹងប៉ុន្តែអារម្មណ៍ជាប់ជំពាក់ខ្លះវាមានល្អក៏មានអាក្រក់ក៏មានអ្នកបំរើគេម្នាក់នោះមានបរិះម្នាក់នោះដើររកការងារធ្វើអត់បានដល់តែដើរទៅអត់វាហេវហត់អស់កម្លាំងពេកគាត់មកដេកក្បែរលបងសេដ្ឋីស្រាប់តែឃើញគេយកបាយឲ្យឆ្កែស៊ីសិតតសាច់ហើយគាត់លបមើលគាត់ថាយីអញឲ្យរកការងារធ្វើមិនបានឆ្កែសេដ្ឋីស៊ីសិតតសាច់វើយអញបើកើតជាកូនឆ្កែសេដ្ឋីអីក៏អស់ចាដែរហើយបានសាច់ស៊ីស្រាប់តែគាត់ខ្យល់ចាប់ស្លាប់ពេលនោះទៅគាត់ទៅកើតកូនឆ្កែនោះមែនណាដល់ហើយទៅកើតជាកូនឆ្កែនឹងទៅវានិស័យពីមនុស្សទៅប្រកែចេះប្រកែចាំប្រកែដឹងណាញោមហើយឆាប់បញ្ញាឆ្លាតម្ចាស់នឹងបង្រៀនចេះឲ្យទៅវត្តឲ្យនិមន្តលោកហៅមកជាមួយដល់មកមុនលោកស្អែកឲ្យខ្ញុំកណាននិមន្តទៅឆាន់ในផ្ទះអត់បានមកទេសុំឲ្យកូនឆ្កែមកនិមន្តđểគុណចាំទៅហើយស្រាប់តែស្អែកឆ្កែមកមែនមកដល់ព្រុសនៅមុខគាត់នឹងលោកថាអូឆ្កែនេះមកមុនអញតាឃ្លុំជាពដាក់បាតយកទៅឆ្កែវាព្រុសនាំផ្លូវទៅដេញសัตว์កាចគីឡូមានខ្លាមានតោឯនៅពីមុខអញ្ចឹងការពារវាព្រុសដើរពីមុខ
លោកឃើញផ្លូវបំបែកជាពីរលោកដើរហួសទៅនោះឆ្កែវាងាកមកព្រុសថាខុសហើយមិនមែនផ្លូវនោះទេផ្លូវនេះលោកធ្វើមិនដឹងឆ្កែនោះមកខំទាញជីពោឲ្យត្រូវផ្លូវឯណែដើរទៅដល់មុខទៀតផ្លូវវាទៅនោះទៀតលោកដើរហួសទៅនោះទៀតអាឆ្កែវាទៅនោះវាស្រែកថាខុសផ្លូវឲ្យមកនេះលោកធ្វើមិនលឺឆ្កែនោះវាមកខំជីពោនឹងទាញឲ្យត្រូវផ្លូវវិញទាញចុះទាញឡើងអាយះប្រហែលមួយចាអាមទៅដល់ផ្ទះសេដ្ឋីឆ្ងល់លុយមិនជីពោលហែកមែនអីគុណឆ្កែលោកសេដ្ឋីហ្នឹងហើយវាចំណាប់ពេកអាត្មាចិត្តទៅលេងវាធ្វើឲ្យខុសផ្លូវវាទាញឲ្យត្រូវផ្លូវលហែកអស់លេងដល់តែឆាន់ហើយត្រឡប់មកវត្តវិញលោកហោះឡើងលើមេឃឆ្កែហ្នឹងវាស្រែកឲ្យចុះមកវិញកុំឲ្យហោះខ្ពស់ពេកលោកហោះកាន់តែខ្ពស់វាស្រែកកាន់តែខ្លាំងស្រែកបែកអាពងកនឹងស្លាប់ទៅសពថ្ងៃទៅកើតជាខោសកៈទេវបុត្រឯណោះនិយាយពីសំឡេងលឺដាច់គេមកទេវតាញោមហើយនឹងកើតទល់ឥឡូវហ្នឹងឯងនេះគេថាអារម្មណ៍ជាប់ចម្ពាក់វាមានអញ្ចឹងណាញោមណាបានគេនិទានពីប្តីប្រពន្ធ2នាក់ប្តីហ្នឹងប្រុសប្រពន្ធហ្នឹងស្រីរៀបការនឹងគ្នាហើយស្រាប់តែคล้ายទៅជាប្តីប្រពន្ធហ្នឹងអូតូម៉ាទិកតែម្ដងហើយស្នេហានេះអាភ័ព្វជាងជ្រូកគ្មានកូនមកក្របទេញោមមកជ្រូកកូនម្ដង5 6អី10អីនោះហើយដល់តែប្តីទៅរកស៊ីឆ្ងាយប្រពន្ធនៅផ្ទះយូរប្រពន្ធហ្នឹងខូចទៅលួចស្រឡាញ់ប្អូនថ្លៃខ្លួនឯងដល់តែស្រឡាញ់ទៅវាកាន់តែស៊ីជំរឿទៅខ្លាចបែកការក៏ប្រចេះឲ្យប្អូនថ្លៃហ្នឹងចាត់ការសម្រាប់ប្តីនឹងចោលពេលមកពីរកស៊ីវិញទៅលួងគ្នាទៅងូតទឹកស្រះអាឡ័យតសាសងគ្នាអាប្តីក្រោយលួចកាប់ប្តីមុននឹងស្លាប់ប្តីមុនអត់ដឹងរឿងសោះអារម្មណ៍នៅតែស្រឡាញ់ប្រពន្ធស្លាប់ទៅវាអត់ទៅណាឆ្ងាយវាមិនទូលមករកកើតកន្លែងប្រពន្ធហ្នឹងដូច្នេះកើតជាពោះតកែនៅលើផ្ទះហ្នឹងអាពោះតកែហ្នឹងឃើញនាងហ្នឹងអង្គុយទៅណាតម្លាក់ខ្លួនឲ្យចំនាងហ្នឹងចិត្តតែស្រែកសង្ស័យតែពោះតកែហ្នឹងប្តីហ្មងមិនចិត្តតែលូតតោងតែឯងរហូតអាប្តីក្រោយលឺចឹងកាប់ពោះតកែហ្នឹងងាប់ទៀតទៅមនុស្សយើងខុសពីដើមឈើអត់មានវិញ្ញាណទេតែស្លាប់ទៅហើយអត់មានវិញ្ញាណណាថ្មីមួយទៀតទេមានតែពូជតែប៉ុណ្ណោះប៉ុន្តែអត់មានវិញ្ញាណទេវាអត់ចេះមានបញ្ញាឆ្លាតដូចមនុស្សទេមនុស្សយើងធម៌3ជាប់ខ្លួនធម៌4ជាប់សាច់ធម៌1កាត់ផ្ដាច់នៅសល់ធម៌2ធម៌3ជាប់ខ្លួនអនិច្ចំទុក្ខំអនត្តាធម៌4ជាប់សាច់គឺដីទឹកភ្លើងខ្យល់ធម៌1កាត់ផ្ដាច់គឺសេចក្តីស្លាប់ព្រោះនៅសល់ធម៌2ដែលគេតែងរោងពណ៌សនិងពណ៌ខ្មៅញោមគឺនៅសល់2ហ្នឹងអសរហ្នឹងបនអាខ្មៅហ្នឹងបាបនៅតែបាបហែងបនហ្នឹងអសរហ្នឹងផេះអាខ្មៅហ្នឹងខ្ជុំដូច្នេះនៅតែ2ហ្នឹងបនហើយបាបវាថ្លឹងគ្នាខាងណាខ្លាំងជាងវាទៅនងប៉ុន្តែបើខាងបនទៅអាខាងបនហ្នឹងបដិសន្ធិជាវិញ្ញាណមួយទៅរកកន្លែងកើតបើខាងបាបវាបដិសន្ធិជាវិញ្ញាណមួយទៅរកកន្លែងកើតប៉ុន្តែទៅវារងចាំអង្គ2ទៀតអង្គ2ដែលត្រូវកើតនោះទី1រាគៈសន្និបាតមានការប្រជុំរវាងភេទប្រុសភេទស្រីអានេះកំណើតជាចលាពុជ្ជៈកំណើតអង្គទី2ឧតុសន្និបាតមានកន្លែងអាចសត្វកើតបានគឺមានខ្យល់អុកស៊ីសែនមានជីវិតអាចរស់នៅបានដូចជាផ្ទៃម្ដាយអង្គ2ហ្នឹងបើអត់មានជីវិតចូលមកទេកើតបានតែដុំសាច់ទេណាតើមានមេជីវិតណាមួយមកចូលមេជីវិតនោះវាបានមកពីណាបានមកពីមនុស្សណាម្នាក់ស្លាប់ទៅផលបុណ្យផលបាបហ្នឹងវិញ្ញាណចាស់វារលត់ហើយប៉ុន្តែវាកើតជាវិញ្ញាណថ្មីហោះមករកចូលក្នុងដុំសាច់ហ្នឹងបានទៅជាមានវិញ្ញាណថ្មីហ្នឹងតាមក្បួនពេទ្យគេថាក្នុងមនុស្សម្នាក់មកចាប់កំណើតជាង700លានកំណើតមកទៅដើមកើតដូចព្រះដែរព្រះសម្ដែងអញ្ចឹងដែរមេជីវិតមករកកើតច្រើនណាស់អ្នកខ្លះស្លាប់ពីនរកមកអ្នកខ្លះមកពីសមោចមកពីត្រីមកពីសត្វធាតុមកពីទេវតាមកពីមនុស្សមករកកើតប៉ុន្តែអត់មានវាសនាចូលបានតែមួយគេបិទទ្វារបាត់បើប្រឹងបច្ចិរិតខ្លាំងបាន2គេហៅកូនភ្លោះបើប្រឹងខ្លាំងបាន3គេហៅកូនដាច់យូរបានម្ដងម្លោះហើយវាមិនងាយបានទេណាញោមអញ្ចឹងមេជីវិតនៅក្នុងโลกនេះកំពុងតែទទួលរកកន្លែងកើតច្រើនណាស់ប៉ុន្តែតលចំអង្គ2ទៀតតរណាមានបុណ្យមានវាសនាបានចូលបានបើអត់មានវាសនាអត់ទេចំអាគេវិជាកំណើតហ្នឹងអត់បណ្ដោយម្លោះហើយញោមហើយអាពោះតកែនឹងស្លាប់ទៅបដិសន្ធិថ្មីជាវិញ្ញាណមួយហោះរកកន្លែងកើតទៀតណាមិនដឹងទៅចូលឯណាទៅចូលពោះឆ្កែនៅក្រុមផ្ទះហ្នឹងកើតជាកូនឆ្កែដឹងក្តីឡើងបលតាមនាងហ្នឹងទៀតបលតាមរហូតអ្នកស្រុកគេនិយាយគេថានាងនេះបានប្តីឆ្កែប្តីនាងហ្នឹងកើតជាឆ្កែបលតាមរហូតឯណោះប្រាប់ប្តីក្រោយកាប់ឆ្កែហ្នឹងងាប់ទៀតទៅអារូបរាងសាច់ឆ្កែវាទៅជាដីទឹកភ្លើងខ្យល់ហើយប៉ុន្តែបដិសន្ធិវិញ្ញាណថ្មីកើតមកមួយទៀតហោះរកកន្លែងចូលទៀតណាមិនដឹងទៅចូលណាទៅចូលពោះគោកើតជាកូនគោម្ដងកូនគោធំដឹងក្តីឡើងបលតាមនាងនឹងរហូតអ្នកស្រុកគេនិយាយលេងទៀតគេថានាងនេះបានប្តីគោទៅណាបដៅប្តីទៅតាមគោនឹងដើរទៅតាមនាងនឹងឯនេះគេមកប្រាប់ប្តីក្រោយថាបងឯងមើលគេថាប្តីខ្ញុំកើតជាគោខ្ញុំខ្មាស់គេប្តីនឹងទាញកវិតកាប់គោនឹងងាប់ទៀតទៅគោនឹងស្លាប់ទៅខ្លាចជាដីទឹកភ្លើងខ្យល់ហើយប៉ុន្តែបដិសន្ធិវិញ្ញាណវាអត់តន់ផុតពូជវានៅមានពូជកើតវិញ្ញាណថ្មីមួយទៀតរកកន្លែងចូលទៀត
มันนั่งโจตนาอยู่นั่งโจลปัวปนคลุนไอ้เดมองครบใครประสูตรเมาไม้ปะหอดบานเลยไม้ปะยมไม้ปะยมจิตาก็เรื่องตื่นจำอายุประมวยเปิลชน้ำก็ลวงสู่หาดไอ้บ้านใจอันมันเนยจะมวยไม้ปะยมบ้านใจนั่งยัยเรื่องปรับดังจีดตั้งอ๋อดาวซาสิกได้สลันจบจมเปียเตยบ้านกิกับกิสำลับขยมรอจีดนี่คือเชียร์รอมได้ขยมจบจมเปียมันละหายเกสังเวชนะตั้งตาตั้งใจก็ตึกบัวตั้งปีเนี่ยเตยนี่หาธรรมะเลิกล้างปังหันปีกำเนิดมนุษย์ได้สลับเตยตามมารอมจบจมเปียมวยเวงติดมาได้ยืงอปุกยืงเนี่ยนาก็ได้เบอร์กอดสลับเตยห้อยจบจมเปียจมวยโกนจมวยเจ้าจมวยได้จมวยทะเลจมวยเปียสบายตรอบสมบัติกำนัดกอดนุ่งอดตอนเตยนาชงายเตยกอดนังการประดอซอนในขบายยืงนังระยะเปลเปิลทั้งไงเคียห้าทัซ้ำประเวไซสะกำนัดการประดอซอนเนี่ยนาก็ได้เอาแต่เรียบสลับเตยนักเคยจบจมเปียจมวยเปียสบายจมวยโกนเจ้าจมวยบองปะโอนในนังนะโยมอดตอนเตยนาเตยสลับเตยนักการขบายยืงนังเชียกำนัดทำไมมวยเตยประดอซอนเคียห้าทัซ้ำประเวไซสะกำนัดนังปุ่มเปิลไงให้กำนัดนี่นังสลับเตยวิ่งขนมไงตีปุ่มเปิลต่อเตยเตียได้จังหายบานจีบใบทะเลดาวซาแต่สาพิโคลูกเมียนจิโปมวยมันเห็นปลาเจดตกคลายกระจักดอลลาเป็นลูกสลับเตอจอบอารมณ์จิมวยจิโปการจิใจขโมยนังจิโปนังพิโคซองโยจิโปใจเนี้ยประปุดคอร์ดทักกมาใจกมาใจตกสันปองได้ฉบับมวยทาระบอพิโคซองเอาเตยนะเอาเป็นรูให้เฮาแต่สลับเตยคลายเจระบอกซองไงเกะรูพรตกสำหรับวัดและรูพรซองใจเนี้ยปลาเจ้าป้อนไตมุนนังใจตกไอกระลองหัวผมเปลไงสันหาดไอ้บ้านประปุลูกไอ้กระลองโฮมเปิลไงมอปีลูกดังทากำนัดเนี่ยสลับคลักจบจิมเปียออตเตอร์นาชไงที่ในโฮงไงระบอกหนึ่งตอนละไงที่ผมเปิลบ้านกอดเจนเตอร์ยัยคลักกอดสลับเตอร์สไลปลายกอดสลับเตอร์ตึกการหนึ่งปลายน้องอมเปิลไงเมียนเศรษฐีมวยสลับตึกการจิตตึงเกอหนึ่งดำเปิลอมเปิลไงได้โปรจบจิมเปียจิมวยหนึ่งดำเปิลจังหายไงที่ผมเปิลคือทั้งไงซัมบเวไซสะกำนัดนุตอกำนัดเจนเตอร์เตียดหาดหนึ่งหายบ้านจียืงถือบนมวยเอาต้นน่ะทั้งไงที่ผมเปิลนั่งเกี่ยหายทาบนปรามปีทั้งไงหายทับบนผมเปิลทั้งไงคลายกลายมายืงยืงได้กอดสลับเตอร์อัลลอฮ์อะไรโกนอัลลอฮ์อะไรใจอัลลอฮ์อะไรเตียสบายเมียนในทากอดเอาตอนเตยนาเตกอดในขบายยืงนั่งได้โกนใจคลายโยสอบคืนไอ้เตยยืงเท้าเปิลลังไม้เปิลลังมาปรับมันแมนเปิลลังเตนู่หายคือกำเนิดทำไมประดอซอนระบอกกอดเกี่ยหายแต่ซ้ำบเวไซสะกำเนิดนู่อายุแต่ผมเปิลไงเตกอดนั่งทัวร์ตำนาเตยในทั้งไงที่ผมเปิลบ่าวยืงทัวร์บอลในตอนไงที่ผมเปิลกอดนั่งตัวพอดบอลนู่ตึกการจิมนู่ตึกการจิตเตประดาหายนายโยมนะบ้านจะยืงทัวร์บอลในตอนน่ะทั้งไงที่ผมเปิลนั่งเกี่ยหายถ้าบอลผมเปิลทั้งไงสมัยเปรียยัยตาปีเนี่ยเมียนโกนบุญตันดอมเนี่ยเรียบสลับเตออารมณ์วลตั้งยัยตั้งตาโกนนี่บานกาหอยบานใจเกโกนุบานตรอบสมบัติโกนนี่เนออารมณ์กอดอดสงบกอดสลับได้กอดการจีบแปรในกระบายเตียนึงเอาผมเปิลไงได้โกนยุมมูยุมดอลลาร์สว่างยุมประบัวบองปอนต่อยังทัวบอลในไม้ยังก็น้อมเคลียทัวบอลเอาอยู่ไม้ดอลลาร์ทัวบอลตื้อสลับแต่ตื้อแต่เอาไม้เอาตื้อมันดังทับบานดอลไม้ดอลไอ้ไม่เตะจังให้ก็ทวายกุมนอมปอบองปอนต่อตัวสูเปรียดอลวัดทวายกุมเปรียสัวปองไงไม่ขยมปองสลับตื้อตึกการไอ้นาหายปองไอ้บอลขยมทัวตื้อนังบานดอลกอดไอ้ออดประปุดบานหายประดาวองทันเนี่ยตั้งออกนี่มันได้อย่าปกเนี่ยนั่งการปีสลับตื้อการจีแปรในกระบายเตียนั่งออกผมเปิลไงดอยซารอมกอดจบจีเปียแต่จีมวยโกนใจอะไรนี่กอดรุ่ยปีกำนัดแปรนั่งนะแต่เศร้าสมบัติตับขนมทานสู้หอยดอยซาโกนทัวบอลเอาอย่าทั้งไงตีประมวยตีผมเปิลนั่งอ่ะเบิ่งจังอ่ะปองยศซาเวะตั้งอ๋อได้บ้านสำรัดทอมือคืนดังเรื่องนั่งเชี่ยสะใสเปรโมกเลียนเพลดโมกเลียนตะมือโมกเลียนแต่ดอลวิเมียนเตปดาชุบนั่งมุกวิเมียนนั่งเพลดเตปดาเจนมาส่วนในคนมาจ้าในมณฑินามาวิสรกมนุษย์คนมาจ้าเติปรับดอกโกนขยมกนาพองการปีขยมกนาสลับมาอารมณ์จบจิมเปะนังโกนใจตึงการจีแปรออกผมเปิลไงอดจิมในอาหารลมบะเวทเนียนนะอะไรนี่พวกยังขยมรุ่ยปีกำนาแปรเศร้าสมบัติตับขนมทานส่วนนี้ดาวซาพอลบอลโกนเพื่อเอาการปีไงตีประมวยตีผมเปิลนั่งนั่นลงมาจ้าเติปรับดอกโกนพองไอโกนคอมเพื่อบอลกำนาดตีปัจจิเมียนแมนไม่บานตัวลอยไอโกนสลันคณีไทยซาคณีไอเพื่อบอลเตอร์กิจมันรุ่ยปีสลับเตะเปิดเพื่อบอลเตอร์นั่งบานมากระไรละโดยแม่โดยจังโมกเลียนจ่อตลบมาวิ่งโยเรื่องนั่งมอนิเตียนปรับโกนแต่กระปงแต่งกุยไอ้ละห้องนั่งมกเปรียจำสดับมือโมกเลียนมาวิ่งอะไรโมกเลียนมอนยัยเรื่องนั่งปรับ
ថាអ្នកទាំងអស់គ្នាម្ដាយឪពុកអ្នកទាំងអស់គ្នាផ្ដាំមកហើយថាគាត់បានរួចពីកំណើតប្រែតដោយសារកូនធ្វើបុណ្យឲ្យកាលពីថ្ងៃទី6ទី7ឥឡូវហ្នឹងគាត់សោយសម្បត្តិទឹកជាទេវតាហើយជាទេវបុត្រហើយសូមឲ្យកូនទាំងអស់ខំធ្វើបុណ្យខំស្រឡាញ់គ្នាកូនក៏សប្បាយរីករាយណាស់ថ្វាយអង្គមលាព្រះត្រឡប់មកផ្ទះវិញមកត្រេកអរត្រង់ថាបុណ្យដែលខ្លួនធ្វើក្នុងថ្ងៃទី7បានដល់ម៉ែដល់ឪហ្នឹងណាញោមណាបានជាយើងនាំគ្នាធ្វើតាមគាត់ហ្នឹងតទល់ថ្ងៃហ្នឹងអញ្ចឹងមកហៅឈ្មោះថាបុណ្យ7ថ្ងៃអញ្ចឹងទៅណាញោមណានេះរឿងរ៉ាវ7ថ្ងៃឯចំណែក100ថ្ងៃមានរឿងផ្សេងទៀតប៉ុន្តែ7ថ្ងៃប៉ុណ្ណេះទៅចុះឥឡូវ7ថ្ងៃញោមបានធ្វើហើយសូមឲ្យមហាឧបាសិកាពុទ្ធសាសនុបឋមទេពយានដែលទើបនឹងទទួលអនិច្ចធម៌ទៅទោះបីនៅទីកន្លែងណាក៏ដោយក៏សូមឲ្យទទួលផលបុណ្យនេះសោយសម្បត្តិទឹកក្នុងឋានសួគ៌បើគាត់មិនដឹងទេសូមអញ្ជើញទេវតាទាំងអស់ដែលអាចារ្យធ្វើពិធីក្រុងពលីហៅអញ្ជើញមកអស់ហើយទេវតាសូមឲ្យទេវតាទាំងនោះអនុមោទនាផលបុណ្យនេះផងហើយនាំដំណឹងនេះទៅប្រាប់ដល់ឧបាសិកាទេពយាននឹងឲ្យគាត់ទទួលកុសលផលបុណ្យសោយសម្បត្តិទឹកមួយអន្លើជាមួយនឹងញាតិកាសាលហិតជីដូនជីតាម៉ាកងចឹកចែសោហៀទាអ៊ីពេកៅកងសោអានអឹមសឹមខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរ1000តម្រួតតាទូតយទូតតាលាយលាទាំងអស់គ្នាឲ្យទទួលកុសលផលបុណ្យសោយសម្បត្តិទឹកតាមសេចក្តីប្រាថ្នាចុះសូមទេវតាជួយឲ្យពរថែអាសាការពារអាយដាមលោកជំទាវលោកស្រីយាយតាពុទ្ធបរិស័ទទាំងអស់ឲ្យបានអាយុវែងសុខភាពល្អកុំឲ្យមានជំងឺឈឺអាពាធបៀតបៀនទាំងអ្នកជើងចក្រានជើងឆ្នាំងចុងភៅចិត្តបន្លែផ្លែឈើអ្នករត់តុកអ្នកបំរើភៀវអ្នកតបតែងរោងអ្នកថតរូបអ្នកថតវីដេអូអ្នកបើកមីក្រូអ្នកពិនពៀតអ្នកសន្តិសុខសណ្ដាប់ធ្នាប់អ្នកមានយាចំណេះដឹកយាយដឹកតាអ្នកជួយទិញដូរសម្ភារៈអ្នកខ្វល់ខ្វាយចាត់ចែងក្នុងកម្មវិធីបុណ្យទាំងយាយទាំងតាអាចារ្យដូនជីរៀបចំទៀនធូបបាយសីមលូស្លាអាសនៈថ្វាយប្រសងព្រះអង្គក្នុងកម្មវិធីបុណ្យអ្នកចូលចាប់អ្នកផលហើយទៅផ្ទះវិញបាត់ហើយក្តីនៅក្នុងទីនេះក្តីអ្នកផ្ញើបច្ច័យលុយកាក់មកចូលរួមក្តីស្ដាប់ធម៌ពីចម្ងាយក្តីទីចិត្តក្តីសូមឲ្យបានសេចក្តីសុខចម្រុងចម្រើនកាន់កិច្ចការងារអ្វីឲ្យជោគជ័យមានន័យក្នុងឆាកជីវិតជារៀងរហូតតទៅកុំឲ្យមានឧបសគ្គកុំឲ្យមានគ្រោះថ្នាក់កុំឲ្យមានមារសត្រូវណាមកបៀតបៀនឡើយកុំឲ្យមានគេចំណែននិន្ទាឈ្នានីគំនុំគុំគុណព្យាបាទបៀតបៀនចាក់ចុចអុចអាលបណ្ដាដល់ពលរដ្ឋពុតចាក់ដល់ទៅប្រកួតប្រកាន់មូលប្រកាច់មើលងាយជាមកលលុយឌឺដងឌៀមដាំទៅតបចាញ់ចាល់ឡើយទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កើងគេតម្លើងយុះគេតម្លើងសាក់ជួបទៅនឹងព្រះប្រទះទៅនឹងធម៌ជួបទៅអ្នកល្អជួបទៅសពបរោះជួបទៅរឿងល្អជោគជ័យក្នុងជីវិតជារៀងរហូតតទៅញោមញាតមានបំណងប៉ុនប៉ងប្រាថ្នាអធិដ្ឋានក្នុងចិត្តគិតយ៉ាងណាដែលអាត្មាស្ដាប់មិនឮទេនោះសូមឲ្យសេចក្តីប្រាថ្នារៀងខ្លួនបានសម្រេចដោយសេចក្តីប្រាថ្នាការសម្ដែងសន្មតចប់អេវ៉ាំងបើម៉ែឪចាស់ទៅហើយកូនចៅចេះតែឆ្លោះខ្សឹកខ្សៀវទៅដើមដីគេម៉ែឪអត់សូវរស់បានយូរទេឈឺបន្តិចបន្តួចកូននោះក៏ប្រចាំគ្នាមិនចង់មើលផងហើយដើរឲ្យគាត់ពិបាកចិត្តផងហើយចេះតែខ្សឹបខ្សៀវគ្នាហើយអាមិនទៅដីលើម៉ែឲ្យទៅអាណាដីក្រោមម៉ែឲ្យទៅអាណាឆ្លោះតោះចុះឡើងម៉ែឪពិបាកចិត្តរាល់ថ្ងៃអានឹងបនធ្វើឲ្យម៉ែឪអាយុខ្លីប៉ុន្តែបើធ្វើឲ្យម៉ែឪសប្បាយចិត្តអាយុវែងអញ្ចឹងកម្មវិធីដែលធ្វើឲ្យម៉ែឪនឹងរស់បានយូរគេហៅថាចម្រើនបជនជូនគាត់អាមួយធ្វើរាល់ថ្ងៃគេហៅថានិច្ចកតញ្ញូគេអត់សូវឃើញទេអញ្ចឹងបាយទឹកនំចំណីត្រីសាច់សពុតសៅអាវស្បៃបច្ច័យលុយកាក់គក់ច្បាច់អស់អញរំកិញចិត្តគេអត់ឃើញទេប៉ុន្តែគេថាអានឹងបានបនខ្លាំងវាមិនល្អមើលប៉ុន្តែល្អហូបបុរាណថាល្អស៊ីហើយមួយទៀតគេហៅថាបកាសនៈកតញ្ញូដាក់មីក្រូប្រកាសដូចថ្ងៃហ្នឹងអញ្ចឹងជុំគ្នាប្រកាសឲ្យទេវតាដឹងឮថាកូនចៅសុំខមាទោសកូនចៅបានទទួលស្គាល់ទោសកំហុសនិងទទួលស្គាល់គុណមេត្តាបិតានិងធ្វើពិធីឆ្លើយតបដោយយកទេវតាជាកសិនសាក្សីគេហៅថាបកាសនៈកតញ្ញូមួយទៀតគេហៅថាកាលកតញ្ញូវាម្ដងមកកាលយូរមកម្ដងផ្ទះនៅឆ្ងាយមានគ្រួសារទៅនៅឆ្ងាយម្ដាយនៅឯក្ដុលកូនទៅនៅឯប្រទេសមានជ័យប៉ោយប៉ែតពោធិ៍សាត់បាត់ដំបងបើដូច្នេះហើយវាយូរបានមកម្ដងអានឹងមកធ្វើបន់ជូនគាត់ទិញរបស់របរជូនគាត់មិនបាននៅថិតថេរទេអានេះគេហៅថាកាលកតញ្ញូញោមញាតិពុទ្ធបរិស័ទដើម្បីឲ្យម៉ែឪមានអាយុវែងតទៅមុខនឹងវាមានវិធីច្រើនវិធីទី1ពពុទ្ធថាយើងប្រារព្ធ
អនុវត្តទៅតាមធម៌ដែលនាំឲ្យអាយុវែងទី1គឺធ្វើតាមធម៌ដែលនាំឲ្យអាយុវែងធម៌ដែលនាំឲ្យម៉ែឪមានអាយុវែងនឹងមាន5នឹងទី1សបាយការីចាប់ពីថ្ងៃនេះទៅធ្វើឲ្យម្ដាយសបាយឲ្យបានច្រើនចំណាស់ប៉ុណ្ណេះហើយតាហ៊ានដល់ឲ្យគាត់យំមួយថ្ងៃ3ដងមិនយូរទេបែកតាំពីអាទិត្យមុខដូរបាត់ហើយចិត្តដល់មឈូសហើយបើដូច្នេះហើយធ្វើឲ្យគាត់សបាយឲ្យច្រើនកើនអាយុអានឹងសបាយច្រើនកើនអាយុណាញោមសបាយដោយបរិស័ទកូនចៅធ្វើឲ្យសបាយដោយចំណីអាហារសបាយដោយទីសេនាសនៈកន្លែងគាត់ដេកកន្លែងគាត់នៅសបាយតាមបែបគាត់សបាយច្រើនអាយុវែងអញ្ចឹងធ្វើឲ្យម៉ែឪសបាយគេថាឈើបៀមទឹកឆាប់ពុកមនុស្សតែបៀមទុកឆាប់ស្លាប់ហើយតែឲ្យម៉ែឪយំព្រឹកយំល្ងាចហ្នឹងគឺរស់មិនយូរទេហើយតែគាត់ពិបាកចិត្តញយហ្នឹងជំងឺក៏វាឆាប់ជន់ដែរទី2សបាយេមត្តតាំងជានេតិឲ្យដឹងប្រមាណក្នុងការសបាយទៅសបាយជ្រុលអាយុខ្លីវិញគេថាសបាយច្រើនចម្រើនអាយុប៉ុន្តែបើសបាយជ្រុលអាយុខ្លីចំណាស់ប៉ុណ្ណេះទៅហើយទៅទាញគាត់យកទៅប្រហោះម៉ូតូប្រណាំងគ្នាឲ្យសបាយមើលឯណាឈ្នះញោមឲ្យព្រៃខៅស៊ូច្រើនណាស់វាវទៅលិចវាវទៅកើតចូលចកាកៅស៊ូប្រោកអាយុខ្លីទៅហ្មងគេថាសបាយក្មេងៗសបាយធំបាសសបាយចាស់សបាយធ្វើបុណ្យសបាយក្មេងសបាយស្គរអាសាសបាយចាស់សបាយស្ដាប់ធម៌ហើយចំណាស់នេះហើយតែដឹកដៃគាត់លកក៏ត្រឹមតែ4 10បត់ធាក់ដីហ្នឹងខ្ទេចហើយញោមមិនស្រួលធ្លាក់អណ្ដាតឈរយល់អណ្ដាតហ្នឹងឯងដល់ទ្រុងហ្នឹងអត់បានទេអញ្ចឹងសបាយតាមក្មេងសបាយតាមចាស់ក្មេងគេសបាយធំបាសប៉ុន្តែចាស់សបាយធ្វើបុណ្យទេតែទាញគាត់ទៅសបាយតាមក្មេងអត់កើតទេក្មេងខ្លះជូនលុយម៉ែឪសិតដាក់គម្រាមម៉ែឯងកុំយកទៅចូលបុណ្យណាកុំយកទៅវត្តកុំយកទៅបុណ្យយកដាវចាយឲ្យសបាយហ៊ូហាហើយគាត់ឯណាខានដើរជាមួយមិត្តភ័ក្តិយូរហើយហេតុតែអត់លុយទៅបុណ្យឥឡូវបានលុយទៅជាមួយមិត្តភ័ក្តិទៅបុណ្យគេចង់សបាយកូនគេស្ដីឲ្យទៀតឲ្យតែបានលុយទៅវត្តដកអាទូរស័ព្ទនឹងលេងឲ្យកាន់ឃើញទេទៅលោកឲ្យអាចារ្យទេចុះទេឡើងអស់លុយទៀតឡើយលែងឲ្យលុយគាត់ទៅទៀតចង់ទាញគាត់ឲ្យសបាយតាមបែបក្មេងដើរតថ្លៃលេគេតាមផ្សារនោះគាត់ចំណាស់នេះហើយគាត់មិនចង់ទៅតថ្លៃលេថ្លៃក្រែមអីទៀតទេដូច្នេះគាត់បើបានលុយដើរធ្វើបុណ្យជាមួយគ្នាគាត់បានសបាយហើយដល់តែយើងហាមផ្លូវគាត់ឲ្យមកសបាយតាមបែបក្មេងជាងគាត់ទាញគាត់អត់មកទេហិតតែឲ្យគាត់ពិបាកចិត្តវិញទេទី3គេហៅថាបរិណតភោជិឲ្យប្រយ័ត្នចំណីអាហារបុរាណគេថាស្រឡាញ់ខ្លួនឲ្យស្ងួនចំណីបើស្រឡាញ់ប្តីឲ្យចេះថ្នមចិត្តในอาสลันคลุนในสงวนจำในนั่งอาธรรมะเวดังคลาไอตรองอาสลันพระใดเจตนอมจัดนั่งอาธรรมะก็เวียมันดังได้โปรอาธรรมะเวียมันได้เมียนพระใดยัยตรองออกปีปูให้โยมไม่ได้เมียนพระใดไอมากรอบเต้เคยจะเสียสปุดโดยโยมได้ปะเมียนได้เมียนพระใดเต้สลันคลุนในสงวนจำในเมียนในท่าบุจ้องไอไม้ไอรู้ในบ้านยุประหยัดจำในยาหากอดจำในอาหารกอดตัวนั่งเวียนปีแบบมาแบบเบียจิตกีมีจิตปุลเพื่อไอ้กอดปากปอลสกปรกมาแบบเตี้ยเป็ดแกเอาตอมอันละบอนาตรึแต่นอมตอมไอ้กอมเจแต่โฮปิซาตื้อเวียอาจกรุธนะดอลสกปรกเคยเจอสัตว์มาดมไอ้สัตว์มาดมได้วับตื้อจอมมาเชิงมวยแต่ตึงกอบหลับเรียนพนักทลายโดยตะแกขนองรุงอาศัยนอนมาโยกใครบ่ายจังให้จนการปนิดพ้องออกทำไมได้จะตัดดักยมเล็บประหยัดเสียจอบปงก้อนะโดยยัยมันเนี่ยนกโกนเจ้าจูนบัญชีเนื้อนั่งกอดอนะเฮ้ยเคลียนบัญชีเนื้ออยู่เอาปอเจ้าไงเฮ้ยภายในสำลังบัญชีเนื้อพลึกบ้านน่ะสำลังรวยเอาปอรวยเฮ้ยเตียนสลับเปรี้ยด่าน้องมากรอบมามัดจอมมากรอบนามวยนู้เตยเลือก็มันเตยกรอมก็มันเตยจอบเนิมปงก่อยัยไปดอกกอสอบในเปรียดใจหมดจะบัดกอช่วยกายแต่มอมแต่ยอใจรวยวิ่งบิดักเตยเป็ดช่างบันทันเนี่ยคลาสลับโดยซาสเตียกรอบสายไม้กรอบซีมอนกรอบกระเลนเมียนถ้าธรรมดาบนขมเอาเกสลับกรุบประเภทเอาให้มาโดยชนะให้เรื่องจำในยาหาในเวียมแมนสตช่วยไอรัวถ้าช่วยไอสลับก็เมียนได้แต่มันประหยัด
ហើយចំណាស់ប្រប៉ុណ្ណេះរិះធំពេកក៏វាមិនមមដែរបាយព្រឹកអំបិលល្ងាចអំបិលព្រឹកអំបិលល្ងាចអំបិលក៏វាហើមសាច់ក៏វាអត់មមដែរបើដូច្នេះហើយប្រយ័ត្នចង់ឲ្យម៉ែឪរស់នៅឲ្យបានស្រួលប្រយ័ត្នចំណីអាហារគាត់ម៉ែឪខ្លះគាត់មិនសូវបានដើរហាងផ្សារទេកូនព្រលឹមឡើងចូលអង្គុយហាងថ្ងៃហាងកាទៀវហាងបាយព្រឹកហាងកាហ្វេល្ងាចហាងភេសជ្ជៈអង្គុយនៅវ៉ែចាក់ថ្មិញនៅក្នុងប៉ុន្តែម៉ែមួយខែមិនតាន់បានចូលម្ដងផងហើយកូននោះឲ្យតែមានលុយមានកាក់ចូលស្គាល់ឲ្យគ្រប់ហាងទាំងអស់ហាងណាទំនើបបើអញ្ចឹងបើចង់ឲ្យម៉ែឪរស់នៅគិតម៉ែផងអានេះបរិណតពោជិធម៌ទី4គេថាកាលចារីជាអ្នកស្គាល់កាលដេកដើរឈរអង្គុយអិរិយាបថទាំង4ក្បួនពេទ្យគេថាហាត់ប្រាណបើយើងមិនហាត់ប្រាណសរីរៈវិញ្ញាណរបស់យើងវានឹងលែងដំណើរការសរសៃឈាមយើងនឹងកកជាតិកាឡូរីកូលេស្តេរ៉ុលវានឹងឡើងក្នុងសរសៃឈាមខ្លាញ់ឡើងទៅស្ទះឈាមមនុស្សនឹងឆាប់ឡើងឈាមឆាប់អាយុខ្លីបើអញ្ចឹងហាត់ប្រាណបញ្ចេញជាតិពុលបញ្ចេញកាឡូរីឲ្យវាឆេះឲ្យវាបឺនកាឡូរីហើយនឹងកូលេស្តេរ៉ុលនិយាយដូចឯងពេទ្យអញ្ចឹងបើលើគេថាដែរទេដើម្បីឲ្យយើងនឹងបានអាយុវែងឲ្យវាចលនានឹងវាសពគ្រប់ទៅឥឡូវនឹងពេទ្យប្រទេសណាក៏អត់បដិសេធដែររឿងហាត់ប្រាណនឹងអញ្ចឹងញោមចង់ឲ្យសរីរៈវិញ្ញាណញោមរស់បានយូរហាត់ប្រាណផងព្រោះថាហាត់មិនដឹងហាត់តែមិនដើរចុះដើរឡើងតារាងដៃតារាងជើងអីខ្លះអញ្ចឹងទៅប៉ុន្តែសុំកុំលើកជើងទាត់ខ្យល់ខ្ពស់ពេកញោមឲ្យខ្លាចល្អិលជើងធ្លាត់ដួលព្រោះកើតអលោកព្រះរឿងមកពីលោកទេសនាំអាតខុសមកពីលោកទេសទៀតហើយបើដើរកុំដើរឆ្ងាយពេកប្រយ័ត្នទាំងវែងផ្លូវមកទេសអត់ឃើញញោមណាឲ្យដល់តែយើងហាត់ប្រាណខ្លះទៅអាយុវែងណានៅក្នុងពេទ្យក៏គេឲ្យហាត់ប្រាណអ្នកជំងឺក្នុងពេទ្យក៏មានដែរឥឡូវនេះឯធម៌ទី5គេថាចង់ឲ្យម៉ែឪរស់រៀនបានយូរឲ្យគេហៅព្រហ្មចារីឲ្យប្រព្រឹត្តនៅព្រហ្មចរិយធម៌គឺមានន័យថាឲ្យគាត់មានសិលមនុស្សមានសិលអាយុវែងញោមអមនុស្សខ្មោចព្រាយបិសាចអត់ហ៊ានប៉ះពាម៉ែឪយើងពេលណាគាត់មានសិលបើគាត់មានសិលគាត់មានបារមីខ្លាំងអញ្ចឹងអាខ្មោចព្រាយនឹងអត់ហ៊ានធ្វើបាបម៉ែឪយើងទេហើយរាសីគាត់ខ្ពស់ទៅណាមកណាក៏មានដេជះដែលជានុភាពដើរតាមផ្លូវទៅបើមានខ្មោចមានព្រាយនៅលើដើមឈើហ្នឹងគេឃើញម៉ែឪមានសិល5សិល8ជួនកាលគេជៀសចេញពីយើងណាប៉ុន្តែវាខូចតែយើងទេឃើញភ្លើងព្រាយហោះឆ្វោកអាចរត់ប្រុចគេដែរតាមពិតគេរត់គេខ្លាចយើងសោះហ្នឹងគេហោះចេញកុំឲ្យទៅលើក្បាលយើងឯងខំខ្លាចម៉ែឪមានសិលញោមឲ្យចំណាស់ប៉ុណ្ណេះហើយគ្មានអីទីពឹងទេមានតែសិលទេបើមានសិលមានត្រៃសរណគមគាត់មានទីអាងពីតូចអាងម៉ែអាងឪធំឡើងអាងចំណេះវិជ្ជារកទទួលទានដល់ចាស់ទៅហើយធ្វើអីក៏មិនកើតមានតែអាងសិលអាងធម៌អាងទានហ្នឹងហើយបើគាត់កាន់សិលបានអាយុវែងញោមចឹងឲ្យម៉ែឪមានសិលផងចឹងបានអាត្មាចង់និទានពាក់ព័ន្ធទៅនឹងឲ្យម៉ែឪមានសិលគេថាលើកម៉ែលើកឪនេះថ្វាយជូនដល់ព្រះរតនត្រ័យជាប្រភេទចម្រើនបច្ចុប្បន្នមួយបែបដែលគេឲ្យឈ្មោះហៅថាអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មនិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្តឲ្យម៉ែឪបានទទួលសិលទទួលត្រៃសរណគមពេលដែលគាត់បានទទួលត្រៃសរណគមមានន័យថាគាត់คล้ายជាកូនចៅព្រះហើយបើគាត់คล้ายជាកូនចៅព្រះជាកូនសិស្សព្រះអមនុស្សខ្មោចព្រាយណាដែលវាចង់យកកម្មយកពៀវាដូរចិត្តហើយគេคล้ายជាកូនចៅព្រះហើយបើអញ្ចឹងទុកឲ្យគាត់រស់ចោះបានគេនិមន្តប្រសង់មកចម្រើនព្រះបរិត្តឲ្យម៉ែឪស្ដាប់ឲ្យម៉ែឪសំដែងនៅទទួលសិលហើយបើកូនចៅណាដែលល្អដឹកគាត់ទៅវត្តថ្ងៃសិលឬក៏ដឹកលោកមកឲ្យសមាទានសិលអាហ្នឹងឲ្យធ្វើឲ្យគាត់អាយុវែងគាត់មានសិលគាត់คล้ายទៅជាអ្នកមានសរណគមញោមមកនិយាយពីចម្រើនព្រះបរិត្តធ្វើឲ្យអាយុវែងហ្នឹងហើយអាយុវឌ្ឍនកុមារហ្នឹងអាយុវាត្រូវតែ7ថ្ងៃទៀតត្រូវស្លាប់ហើយដោយសារជាប់កម្មពៀជាមួយអមនុស្សជាខ្មោចយៈរបស់នៃសេនារបស់ស្ដេចវេស្សវណ្ណហើយដល់ពេលឪពុកនឹងភ័យណាស់ដឹងថាកូននឹងឯងទៅថ្វាយអង្គមតបោះប្រាប់ថាកូននឹង7ថ្ងៃទៀតស្លាប់
ដោយសារវាជាប់កម្មពីងគេត្រូវមកយកហើយចឹងឲ្យតាបោះជួយតាបោះថាអាត្មាជួយមិនបានទេទៅសួរព្រះមើលយកកូនទៅសួរព្រះបានព្រះអង្គថាមានវិធីតែមួយយ៉ាងទេនិមន្តប្រសង់ចម្រើនព្រះបរិត្តទៅដល់ប្រសង់មកមិនចម្រើនព្រះបរិត្តភ្លាមអីឲ្យកូននឹងទទួលត្រៃសរណគមទទួលសិលជាទីពឹងខ្លាយជាកូនសិស្សព្រះចម្រើនព្រះបរិត្តរាល់ថ្ងៃដល់ថ្ងៃទី7អមនុស្សនោះវាមកមែនត្រាប់តែវាឃើញលោកសង្ឃអូគេស្ដាប់ព្រះបរិត្តគេខ្លាយទៅជាកូនសិស្សព្រះកូនចៅព្រះអញ្ចឹងអញមិនអាចបៀតបៀនគេបានទេម្យ៉ាងទៀតអញមិនហ៊ានហោះពីលើព្រះមិនហ៊ានហោះពីលើភិក្ខុសង្ឃឲ្យត្រឡប់ទៅវិញបើគេខ្លាយជាកូនចៅព្រះហើយទុកឲ្យគេរស់ចោះត្រឡប់ទៅវិញមនុស្សនេះទំនាយថា7ថ្ងៃស្លាប់ឥឡូវរស់បាន120ដោយអនុភាពនៃព្រះបរិត្តជួយថែញោមមើលឃើញដែរអញ្ចឹងព្រះបរិត្តជួយថែអញ្ចឹងអ្នកមានជំងឺដូចគិរីមនុស្សម៉េះចិត្តស្លាប់ហើយតើញោមមានពេលណាជួយបានពេទ្យរត់ចោលអស់ហើយបានស្ដាប់ព្រះបរិត្តទៅមានកម្លាំងរស់តទៅទៀតសញ្ញា10ប្រការនោះបានគេយកគិរីមនុស្សមកសូត្រឲ្យអ្នកឈឺនឹងជាលន់ដែរនោះហើយព្រះអង្គនោះក៏ព្រះអង្គធ្លាប់មានជំងឺឲ្យការឡែនថែនឹងចនថែសំដែងភោជាកបរិត្តឲ្យស្ដាប់ព្រះអង្គជាវិញដែរព្រះមហាមោគលានក៏ឈឺព្រះអង្គសំដែងភោជាកបរិត្តឲ្យស្ដាប់ក៏ជាវិញដែរដូច្នេះរស់ជីវិតតទៅទៀតដោយអនុភាពនៃព្រះបរិត្តអ្នកឡើងបោសចេតិយម្នាក់ល្អិលធ្លាក់ពីលើមកមិនដឹងបានអីទីពឹងយកព្រះបរិត្តជាទីពឹងថាបរិត្តតាំងម៉ាំងរកតុបរិត្តអូយរសានៅជីវិតខ្ញុំផងគ្រាន់តែប៉ុណ្ណេះស្រាប់តែមនុស្សនោះធ្លាក់មកដោយស្រួលអត់មានគ្រោះថ្នាក់អីសោះអញ្ចឹងព្រះបរិត្តជាគ្រឿងការពាររារាំងឧបសគ្គជួយថែជីវិតម៉ែឪឲ្យបានរស់រានតទៅមុខព្រះអង្គកើតជាសត្វកង្កោកគេតាមតាក់អស់6ជំនាន់ស្ដាច់តាក់អត់បានទេដោយសារកង្កោកសូត្រព្រះបរិត្តរឹកល្ងាចអាយុវែងឃើញណាព្រះអង្គកើតជាត្រីរស់រាំងភ្លៀងអស់តែជួបគេយកតែស្ងោព្រះអង្គនឹកថាអញចង់រស់តទៀតនឹកដល់ព្រះបរិត្តធ្លាក់ភ្លៀងមកវិញមានទឹករស់តទៀតព្រះអង្គកើតជាកូនគ្រួចមេអត់នៅភ្លើងឆេះមកចិត្តដល់សបុកខ្លួននោះវាមិនទាន់ដោះស្លាបជើងវានៅទន់ហោរត់ទៅណាក៏មិនរួចនឹកដល់ព្រះបរិត្តភ្លើងជុំវិញនឹងរលត់អស់ទុកឲ្យគ្រួចនឹងរស់តទៅទៀតណាបានព្រះអង្គទៅសើថាព្រះបរិត្តជួយថែអាសាណាអញ្ចឹងបានជាគេចម្រើនបជនគេមុនប្រសង់មកចម្រើនព្រះបរិត្តហើយពិសេសលើសនេះឲ្យម៉ែឪនឹងឯងបានត្រៃសរណគមបានសិលជាទីពឹងការពារយើងឲ្យរស់បានយូរហើយចុះបើសិនជាយើងស្លាប់ទៅក៏យើងនឹងបានកើតកន្លែងយូរទៀតដែរព្រោះមានសិលរួចហើយមានសរណគមរួចហើយញោមបានទីពឹងនិយាយពីរឿងទីពឹងអញ្ចឹងអាត្មានឹកឃើញរឿងមួយរឿងទីពឹងនេះញោមហើយក៏វាមានបរោះម្នាក់ហ្នឹងហើយយាយម្នាក់ហ្នឹងគាត់មានកូនកំមុំស្អាតប៉ុន្តែគាត់នឹងមិនជឿសិលមិនជឿសរណគមមិនជឿទីពឹងមិនធ្វើបុណ្យមិនធ្វើទានអីទេអត់ធ្វើអីទាំងអស់ដល់ពេលមានបរោះម្នាក់មកស្រឡាញ់កូនគាត់នឹងជាកូនប្រសានឹងគាត់ប្រកបបជាឲ្យមនុស្សនឹងកុំមានសិលឲ្យមនុស្សនឹងដើរបាញ់សត្វមួយថ្ងៃត្រូវយកសត្វមកឲ្យគាត់អានឹងបានគាត់ឲ្យកូនកំមុំនឹងបើមិនបានសត្វឲ្យទេក៏ផ្ដាច់កូនវិញបរោះនឹងគាត់មួយថ្ងៃដើរបាញ់សត្វយកទៅផ្គាប់តែម្ដាយក្មេកបាញ់មួយជីវិតហ្នឹងឯងបាញ់សត្វផ្គាប់តែម្ដាយក្មេកអត់មានសិលអត់មានទានអីសោះស្រាប់តែទៅជួបប្រធេរៈមួយអង្គលោកនិមន្តទៅលោកនឹកថាថ្ងៃនេះប្រោសអង្គណាប្រោសណាចេះក៏ពិចារណាឃើញថាអូព្រាននេះគ្នាមាននិស័យតាបើទៅជួយបានគាត់នឹងបានអាយុវែងតទៅមុខហើយបើជួយគាត់មិនបានទេគាត់នឹងអាយុខ្លីឲ្យគាត់មានសិលមានអីទៅគាត់អាយុវែងទៅសុខសប្បាយតទៅមុខទៅជួយគាត់សិនដើរតាមបរោះនេះបាញ់សត្វមិនបានសោះលោកអង្គណានេះដើរទៅតាមអញបាញ់សត្វមិនបានអញទៅជួបសាមណៈនោះសយរហូតឲ្យទៅជួបសាមណៈអញ្ចឹងសយបាញ់សត្វអត់បានទៅឯនេះអត់ទៅឯនោះអត់ចិត្តលូថាលោកសយហ្មងដើរតាមអញរហូតស្រែកបាយហូបលោកមកអង្គុយពីក្រោយខ្នងទៀតនេះលោកមកអង្គុយទៅនឹងទៀតមិនទៅណាសោះបាយហើយសួរលោកហើយចុះទៅណាមកឯណាទៅមកដើរទៅតាមគេបាញ់សត្វអត់បានលោកសួរវិញថាញោមឯងឈ្មោះអីស្អែងគេទៅណាទៅហេចង់សួរឈ្មោះញោមឯងខ្ញុំឈ្មោះអរិយកៈឈ្មោះអរិយកៈគេប្រែថាអ្នកល្អអ្នកដែលប្រព្រឹត្តត្រឹមត្រូវ
ហើយញោមឯងប្រព្រឹត្តអំពើបាបអញ្ចឹងមិនឈ្មោះថាអរិយកើតឈ្មោះអរិយកៈអញ្ចឹងជាអ្នកប្រព្រឹត្តត្រឹមត្រូវល្អណាញោមឯងឈ្មោះអរិយកៈអញ្ចឹងមិនសមអ្នកប្រព្រឹត្តបាបទេបើមិនប្រព្រឹត្តបាបអីមិនម៉ែឪគាត់មិនឲ្យមានសិលមានទានអីទេឲ្យបាញ់សត្វឲ្យគាត់ហើយដល់ដើរតាមគេបាញ់អត់បានគេផ្ដាច់កូនណាលោកថាញោមយើងកើតជាមនុស្សនេះនរណាក៏ចង់រស់ចង់បានអាយុវែងទៅដែរប៉ុន្តែញោមធ្វើតែអំពើបាបរហូតអត់ប្រែខ្លួនមកធ្វើអំពើល្អនេះញោមនឹងស្លាប់នៅក្នុងពេលឆាប់ហើយញោមអត់មានទីពឹងទេប៉ុន្តែបើញោមមានទីពឹងតែមួយញោមមានសារណគមញោមមានសិលនៅខ្លួនណាញោមនឹងរស់បានយូរវែងឆ្ងាយបើសិនជាញោមស្លាប់ទៅក៏ញោមបានកើតជាមនុស្សវិញឬក៏កើតជាទេវតាសោយសម្បត្តិទៅបានអាយុវែងដែរអញ្ចឹងញោមគួរតែមានសិលមានសារណគមជាទីពឹងមួយទៅដើម្បីឲ្យអាយុនឹងបានវែងសុខសប្បាយស្រាប់តែស្ដាប់យល់បើអញ្ចឹងយកលោកក៏ឲ្យសារណគមឲ្យសិលពុទ្ធាំងសរណង្កច្ឆាមិធម្មំសរណង្កច្ឆាមិសង្ឃំសរណង្កច្ឆាមិអញ្ចឹងទៅឲ្យកាន់សិល5ហើយបើថាមិនបានអីឲ្យទៅចាំសរណគមអញ្ចឹងដើរទិញទៅគាត់ដើរទិញចាំមកប៉ុណ្ណឹងហ្មងថ្ងៃនេះបាញ់សัตว์មិនបានក៏បានធွာជាទីពឹងដែរបានទីពឹងមួយហ៎ដើរទិញទៅផ្ទះវិញថ្ងៃហ្នឹងយកធွာហ្នឹងទៅចែកឲ្យម៉ែតែហ្មងម៉ែអើយបានធွာទីពឹងម៉ែនោះឃើញតែកូនមកចុះមកទទួលសัตว์ឯណាសัตว์អត់បានសัตว์ទេម៉ែបានធွာបានកច្ឆាមិយកមកជូនម៉ែហើយកច្ឆាមិស្អីគេធွာទីពឹងម៉ែឯងមានសិលនឹងមានសារណគមនឹងទៅម៉ែឯងអាយុវែងបានសេចក្តីសុខចម្រើនហើយសូត្រឲ្យស្ដាប់ពុទ្ធាំងសរណង្កច្ឆាមិធម្មំសរណង្កច្ឆាមិសង្ឃំសរណង្កច្ឆាមិនិយាយឯនោះច្រត់ចកេះច្អល់វត្តអញមិនត្រូវការកច្ឆាមិស្អីទេយកពីលោកណាវិញយកពីលោកណាមកយកទៅឲ្យលោកនោះវិញទៅបើមិនបានសัตว์ឲ្យអញទេអញមិនឲ្យឡើងផ្ទះទៅយកទៅឲ្យលោកណាវិញយកពីលោកណាមកយកឲ្យលោកនោះវិញទៅវរហើយឯងម៉ែមិនទទួលទេហើយគាត់ថាបើមិនឲ្យលោកវិញទេគាត់មិនឲ្យឡើងផ្ទះបើមិនបានសัตว์ឲ្យគាត់វិញទេគាត់មិនឲ្យឡើងផ្ទះបើអញ្ចឹងយកទៅឲ្យលោកវិញម៉ែឲ្យយកទៅឲ្យលោកវិញហើយដើរតាមផ្លូវទៅញោមទៅរកជួបលោកថ្វាយអង្គមលោកដេគុណអើយម៉ែអត់ទទួលទេម៉ែឲ្យយកមកឲ្យដេគុណឯងវិញម៉ែថាបើមិនបានសัตว์ឲ្យគាត់ទេមិនបាច់ចូលផ្ទះទេគាត់ផ្ដាច់កូនតែហ្មងលោកថាអាត្មាឲ្យគេបានញោមប៉ុន្តែបើទទួលយកវិញទទួលអត់បានទេចឹងញោមយកទៅឲ្យព្រះបានព្រោះធម៌នេះធម៌របស់ព្រះហើយងាប់ហើយមានព្រះឯណាទៀតដែរព្រះនៅឯណានេះដើរតាមផ្លូវនេះទៅជួបព្រះហើយទៅឲ្យព្រះបានបរោះនឹងនឹកឃើញទៀតអញទៅណាមកណាទេយកធម៌ទៅឲ្យព្រះដើរតាមផ្លូវនឹងទៅជួបព្រះហើយទៅហើយដើរតាមផ្លូវទៅស្រាប់តែជួបឧបទ្ទវៈហេតុនិមិត្តហេតុផ្សេងក្នុងព្រៃកើតឲ្យឃើញដើរព្រៃកាន់តែជ្រៅទៅស្រាប់តែឃើញមនុស្សមួយក្រុមអត់មានខោអាវស្លៀកសោះរងទុកលំបាកអត់ចំណីអាហាររត់មកឲ្យស្រខ្លះចុះងូតទឹកខ្លះឡើងមកអត់មានខោអាវសួរថាណែឯងទៅណាខ្ញុំទៅព្រះយកធម៌ទៅឲ្យព្រះវិញណែឯងទៅជួបព្រះសួរផងហេតុអីបានពួកយើងនេះមានបាយហូបប៉ុន្តែអត់មានខោអាវស្លៀកល្ងាណាស់ឃើញខោអាវយកមកដាក់លើខ្លួនទៅវាទៅជាភ្លើងទៅជារបស់ឆេះក្តៅក្រហាយអញ្ចឹងខ្ញុំចង់ដឹងបុព្វកម្មពីជាតិមុនខ្ញុំធ្វើកម្មអីបានកើតមកជាតិហ្នឹងខ្ញុំអត់ស្លៀកអីមិនកើតអញ្ចឹងទទួលពាក្យហ្នឹងហើយក៏ដើរទៅមុខទៀតស្រាប់តែជួបមនុស្សមួយក្រុមទៀតកាប់គ្នារហូតដេញកាប់ចុះកាប់ឡើងកាប់ចុះកាប់ឡើងស្រាប់តែឈប់សម្រាកចែកបាយគ្នាហូបឈាមពេញខ្លួនអង្គុយហូបបាយអ្នកទាំងនោះក៏សួរថាណែបរោះណែឯងទៅណាថាខ្ញុំយកធម៌ទៅឲ្យព្រះណែឯងទៅជួបព្រះសួរឲ្យខ្ញុំផងហេតុអីបានខ្ញុំកើតជាតិនឹងមកកាប់គ្នារាល់ថ្ងៃរួចមកអាទិត្យបានសម្រាកតែម្ដងឯងហូបបាយហើយទៅកាប់គ្នាមកអាទិត្យទៀតអញ្ចឹងរហូតតាំងពីកើតមកបរោះនេះកាន់តែឆ្ងល់អញដើរព្រៃរងឯងមិនដែលឃើញហេតុភេទអញ្ចឹងឥឡូវថ្ងៃហ្នឹងមិនក៏ជួបអីសម្បើមម្លេះដើរទៅមុខទៀតស្រាប់តែជួបណែតម្រៃ
chuột tầm rây mùi nâng biết nữ si bà lá vậy bị si ta bà lá hô chiêm có khắc bên mọt đào từ một tiết ra bà chuột buộc lăn sầm cô mùi nó đây ọp từ bột hay ọt prom từ na sko mê vớt nó đây từ lơ từ bột nâng đào từ một tiết ra từ chuột nó cô sẽ đạch tràn mùi sẽ đạch nó có xua thà là anh từ na thật nhóm từ chuột pre nè anh xua nhóm phong hạt ấy ban chỉ nhóm nè bơ mình mà chân năm tên nom côn tranh pin cô mà xa tới nhóm trời chừng rai ọt tập bát cao lang cao chừng ngư vực vôក្នុងនគរចឹងទំនេរខ្ញុំមួយឆ្នាំត្រូវរត់ចេញពីនគរម្ដងអានឹងមកពីហេតុអីបរោះនោះចេះតែធ្វើដំណើរទទួលពាក្យបណ្ដាប់នឹងហើយដើរទៅមុខដល់ទៅដល់ជួបព្រះមែនញោមចូលទៅស្ដាប់ធម៌ព្រះអង្គរៀបនឹងជូនធម៌ទៅព្រះអង្គប៉ុន្តែព្រះអង្គកំពុងទេសនាទៅអង្គុយស្ដាប់មើលសិនព្រះអង្គក៏សម្ដែងធម៌ទៅគាត់មិនហ៊ានជូនភ្លាមទេស្ដាប់ស្រាប់តែយល់ធម៌នឹងវាចូលទៅជាគាត់យល់ព្រះអង្គសម្ដែងទៅយល់ថាកើតមកជាមនុស្សនេះមាន5ប្រភេទរាល់ថ្ងៃហ្នឹងទី1មនុស្សស័កមនុស្សសោមនុស្សហ្នឹងឥឡូវហ្នឹងជាមនុស្សអនាគតទៅក៏កើតជាមនុស្សទៀតដែរព្រោះមានធម៌មានសិលធម៌ជាមនុស្សចេះគោរពច្បាប់ដឹងគុណទោសខុសត្រូវផ្លូវល្អអាក្រក់ធ្វើល្អចេះសណ្ដោសចេះសង្គ្រោះដល់ញាតិមិត្តភូមិផងរបងជាមួយនឹងហើយសមនឹងគេកើតជាមនុស្សតទៀតអនាគតទៅគេកើតជាមនុស្សគេហៅថាមនុស្សស័កមនុស្សសោមនុស្សមកបែបទៀតមានសិលនឹងខ្លួនចេះធ្វើទានចែករំលែកជួយសង្គ្រោះគេហើយកាន់រក្សាសិលរក្សាធម៌បានល្អណាស់រូបរាងកាយជាមនុស្សប៉ុន្តែមានចិត្តដូចទេវតាមនុស្សនេះឥឡូវហ្នឹងមនុស្សអនាគតទៅនឹងទៅជាទេវតាហើយព្រោះមនុស្សមានសិលនឹងខ្លួនហើយមានទាននឹងខ្លួនដើរគិតចុះគិតឡើងទៅស្រាប់តែយល់មួយទៀតថារូបរាងកាយជាមនុស្សប៉ុន្តែអ្នកខ្លះកំពុងតែប្រព្រឹត្តអំពើដូចសត្វដេរឆានអត់ដឹងគុណម៉ែឪទេអត់ដឹងអ្នកមានគុណអត់ដឹងម៉ែអត់ដឹងឪឆ្លោះទាស់នឹងម៉ែឪឯងធ្វើបាបម៉ែឪឲ្យយំឲ្យទឹកភ្នែកឲ្យលំបាកហើយមនុស្សនេះឥឡូវហ្នឹងជាមនុស្សប៉ុន្តែអនាគតទៅកើតជាសត្វដេរឆានព្រោះតែវិញវាន់មិនដឹងគុណម៉ែមិនដឹងគុណឪហើយនេះគេហៅថាមនុស្សសត្វដេរឆានណោមនុស្សមកបែបទៀតឥឡូវហ្នឹងជាមនុស្សហើយប៉ុន្តែអនាគតទៅជាប្រែតហើយពីព្រោះមនុស្សនេះដាំពូជខ្វះរហូតមិនចេះគ្រប់ឃើញតែដើរលួចដើរបេះដើរបោកដើរលួចដើរឆក់ដើរប្លន់ដើរកេងដើរកັບដើរលឹបដើរខូងដើរជីសដើរជន់គៀបសង្កត់យកទ្រព្យសម្បត្តិរបស់អ្នកដទៃម្ល៉េះហើយមនុស្សនេះរូបរាងកាយជាមនុស្សប៉ុន្តែអនាគតទៅនឹងទៅកើតជាប្រែតព្រោះដាំពូជខ្វះរហូតកើតមកអាកន្លែងខ្វះរស់ស៊ីមិនឆ្អែតសំដៅទៅលើអ្នកលួចគេមកជីវិតឃើញតែលួចមិនស្គាល់របស់វត្តមិនស្គាល់របស់ប្រជាជនហើយមនុស្សមកបែបទៀតរូបរាងកាយជាមនុស្សប៉ុន្តែអនាគតទៅនរោហើយឥឡូវនេះមនុស្សមែនប៉ុន្តែប្រព្រឹត្តអំពើសាហាវខូខើប្រទះកាប់ប្រទះវាយក្នុងចិត្តនឹងដឹងតែពីក្តៅក្រហាយរហូតដាំពូជក្តៅຕົកដល់ស្លាប់ទៅកើតកន្លែងក្តៅគឺនរោហើយគាត់នឹកឃើញអញ្ចឹងមិនស្រួលទេអញមិនទៅនរោអញមិនទៅប្រែតអញមិនទៅជាសត្វដេរឆានទេអញត្រូវមកមនុស្សវិញបើអញ្ចឹងអញមិនឲ្យព្រះវិញទេអញត្រូវយកសារណគមយកសិលយកធម៌ហ្នឹងទុកជាទីពឹងទោះបីម៉ែឪមិនឲ្យចូលផ្ទះក៏មិនឲ្យចូលទៅចុះអញរស់នៅក៏គ្មានបានប្រមាណទៀតដែរមានតែយកធម៌ជាទីពឹងសម្រាប់រស់ជាមួយធម៌ជាមួយសិលហ្នឹងហើយស្ដាប់ទៅគាត់នឹកឃើញនឹកឃើញគេផ្ដាំឲ្យសួរសំណួរក៏សួរទៅព្រះអង្គបានព្រះអង្គសម្ដែងប្រាប់ឲ្យដឹងមកថាណែមានុបប្រែតមួយក្រុមដែលមានបាយហូបប៉ុន្តែអត់ខោអាវហ្នឹងពួកហ្នឹងពីជាតិមុនជាមនុស្សដាក់បាតលោកបានម្ដងហើយប៉ុន្តែពួកហ្នឹងមានកំណត់ខូចលួចខោអាវគេដូច្នេះហើយលួចទ្រព្យគេលួចខោអាវគេបានជាពួកនេះឯងកើតមកជាប្រែតអត់មានខោអាវស្លៀកប៉ុន្តែមានបាយហូបហ្នឹងពួកប្រែតតាហើយមួយក្រុមទៀតដែលប្រែតខាងមុខណែឯងឃើញកាប់គ្នាហ្នឹងតំណែងរូបឲ្យឃើញហ្នឹងពួកហ្នឹងពីជាតិមុនស្ដេចបជាឲ្យមនុស្សយើងធ្វើការងារទៅក្នុងមួយសិល7ថ្ងៃហ្នឹងត្រូវឆ្លៀតកាន់សិលមួយថ្ងៃទាំងអស់គ្នាតែមកកាន់សិលមួយថ្ងៃស្ងៃគេអនុវត្តអញ្ចឹងនៅប្រទេសសេរីលង្កាសម្បីប៉ូលីសសម្បីទាហានវាមិនទៅច្បាំងគេឲ្យកាន់សិលថាញោមហើយអញ្ចឹងថ្ងៃសិលគេដឹកលោកទៅគ្រប់ប៉ុស្តិ៍ប៉ូលីសប្រទេសទាហាននេះដឹកលោកទៅឲ្យសិលទាំងអស់ហើយពីជំនាន់នោះស្ដេចគេចេញបញ្ជាឲ្យមួយអាទិត្យកាន់សិលមួយថ្ងៃដូចយើងអញ្ចឹងខែចូលឆ្នាំក៏គេឲ្យឈប់ថ្ងៃចូលឆ្នាំខែភ្ជុំក៏គេឲ្យឈប់យ៉ាងហើយក៏ថ្ងៃភ្ជុំដើម្បីគេបើកឱកាសឲ្យកូនចៅមកធ្វើបុណ្យប៉ុន្តែកូនចៅខ្លះអត់មកធ្វើបុណ្យទេដោយពួកតាមកក្រុមនេះគេឲ្យកាន់សិលមួយថ្ងៃឯងនឹងអត់កាន់សិលទេគាត់នឹងពួកគាត់បញ្ជុលមន់មកជីវិតប
បញ្ជុលតមន់ដល់ទៅពេលថ្ងៃសិលថ្ងៃគេឲ្យកាន់សិលគាត់គ្រាន់តែឈប់បញ្ជុលមន់ប៉ុន្តែគាត់អត់មានកាន់សិលទេអញ្ចឹងហើយបានជាគាត់កើតមកជាប្រែតហ្នឹងគាត់កាប់គ្នារហូតហើយមួយអាទិត្យបានឈប់សម្រាកមួយថ្ងៃហ្នឹងគេឲ្យកាន់សិលឯងគ្រាន់តែឈប់សម្រាកមិនបញ្ជុលមន់តែប៉ុណ្ណឹងហើយបានព្រះអង្គសម្ដែងប្រាប់ថានិយាយពីអាតម្រៃស៊ីបាឡាហ្នឹងពីជាតិមុនគាត់ធ្វើតឡាការកាត់ក្តីឲ្យគេឲ្យតែណាឲ្យលុយគាត់ឲ្យឈ្នះទាំងអស់មិនបាច់រត់ធររស់ច្បាប់អីទេអាណាមានលុយច្រើនផោះតាងច្រើនឈ្នះឲ្យតែឲ្យលុយគាត់ឈ្នះរហូតអញ្ចឹងបានជាគាត់កម្មពៀទៅនរកទៅប្រែតអស់កាលយូរឡើងមកកើតជាតម្រៃស៊ីបានតែបាឡាទេស៊ីក្រៅពីបាឡាហើមពោះរស់រត់ពេញព្រៃបើដូច្នេះកម្មពៀគាត់ត្រូវស៊ីបាឡារហូតអាហ្នឹងហើយមួយទៀតអាពោះថ្លាន់ហ្នឹងដែលគាត់កើតជាពោះថ្លាន់ហ្នឹងមកពីគាត់ចិត្តមុនជាសេដ្ឋីហើយគាត់អត់មានសិលនឹងខ្លួនហើយគាត់ចង់រស់បានវែងគាត់យកកំណប់ទៅកប់ទុកហ្នឹងគាត់ថាអញរស់ឲ្យបានវែងទៅអញកើតស្លាប់ទៅអញកើតមកជាសេដ្ឋីអញកាយទ្រព្យអញធ្វើអ្នកមានតទៀតដល់ទៅពេលអត់មានសិលអត់មានទានគាត់ត្រូវអាយុខ្លីស្លាប់ទៅអត់មានបានបុណ្យឲ្យកើតជាមនុស្សគាត់កើតជាពោះថ្លាន់ដេកលើដបោកហ្នឹងដឹងដែរក្នុងដបោកហ្នឹងគឺមាសរបស់គាត់តាគាត់នឹងស្ដាប់បានអញ្ចឹងចំណាំទុកអូទៅវិញចាំទៅសួរថ្លាន់នឹងមើលដបោកនឹងមាសមែនទេអត់ដល់ទៅពេលសួរពីរឿងស្ដាច់នេះលោកថាអញ្ចេះព្រះអង្គថាជាតិមុនជាអ្នកចំការដុតព្រៃដុតអីមិនដែលចេះភាវនាដេញសัตว์ឲ្យគ្នានឹងរត់ទៅអីទេយើងដុតព្រៃដុតអីទៅយើងដេញសัตว์ថាអើសัตว์ទាំងឡាយអូជិះចេញទៅយើងដុតតែព្រៃទេហើយគាត់នឹងគាត់ដុតសម្លាប់តែសัตว์ពេញតែព្រៃនឹងបានជាគាត់កម្មពៀត្រូវមួយឆ្នាំនាំកូនចៅរត់ចេញពីនគរម្ដងហ្នឹងក្រោយពីស្ដាប់ធម៌ចប់គាត់កាន់សិលថែមទៀតថ្វាយខ្លួនជាឧបាសកកាន់ថែមទៀតមិនបាច់ថ្វាយព្រះទេយកទៅវិញយកទៅកាន់ខ្លួនឯងហ្មងម៉ែមកឲ្យឡើងផ្ទះឲ្យទៅផ្ដាច់កូនក៏ផ្ដាច់ទៅត្រឡប់មកវិញយករឿងហ្នឹងមកទូលដល់ស្ដេចត្រាញ់ហ្នឹងស្ដេចត្រាញ់យល់ចូលចិត្តជ្រះថ្លាចៃដុនគាត់មានកូនកំមុំសៅកែនៅដល់ទៅ2ម្ល៉េះហើយបើណែឯងម៉ែផ្ដាច់កូនទៅហើយយកកូនខ្ញុំតែហ្មងទៅឲ្យទាំងពីរហ្នឹងហ្មងរៀបការឲ្យទាំងពីរហ្នឹងហើយនៅហ្នឹងមាសពេជ្រកែកងមិនខ្វះទេខ្ញុំសុំទៅសមាទានសិល8ឯងបកគលទ្រព្យសម្បត្តិឲ្យណែឯងទាំងអស់ចំតែហ្មងញោមបានសបុកបដ ாய் គេផ្ដាច់ពីអ្នកក្រមកបានអ្នកមានបានកូនស្ដាច់តែហ្មងហើយទៅក៏នាំគ្នាទៅមើលអាតបោកហ្នឹងថ្លាន់ហ្នឹងវាចេញសញ្ញាឲ្យគាត់ហ្នឹងទៅគាត់កាប់តបោកហ្នឹងបានមាសពេជ្រយកមកទៀតអញ្ចឹងទៅយកថ្លាន់ហ្នឹងមកចិញ្ចឹមទៅឲ្យមាសពេជ្រហ្នឹងអាតម្រៃឯនោះវាដឹងខ្លួនអញ្ចឹងដឹងបាបរបស់វារត់មកនៅជាមួយបរោះនេះជួយសង្គ្រោះទៅរីឯប្រែតទាំងពីរពួកនោះដឹងបាបបុព្វកម្មរបស់ខ្លួនក៏ខ្លាចជាសេនារបស់គាត់បានអាយុវែងរស់នៅដោយសុខស្រួលអញ្ចឹងណាញោមមើលក៏ដែលលើកឡើងប៉ុណ្ណឹងចង់និយាយថានេះហើយអ្នកមានសិលចង់ឲ្យម៉ែឪយើងរស់រៀនមានជីវិតបានវែងឲ្យគាត់មានសិលចម្រើនបជនទី2ចម្រើនបជនក្រៅពីគឺថាធ្វើឲ្យមានអាយុវែងហ្នឹងគឺឲ្យគាត់មានសិលក្រៅពីប្រតិបត្តិធម៌អាយុវែងឲ្យគាត់មានសិលឯមួយទៀតគេហៅថាជីវិតៈគេហៅថាអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មមានន័យថាចម្រើនបជនដោយព្រះបរិត្តនិមន្តប្រសង់ចម្រើនព្រះបរិត្តមួយទៀតគេហៅថាអនុបទានកិច្ចអនុបទានកម្មគឺយើងនាំគ្នាធ្វើបុណ្យបន្តមានន័យថាយើងធ្លាប់ជួយគេត្រូវជួយយើងឧបមាតែឃើញគេខ្យល់កយើងជួយគេទៅដល់តែយើងខ្យល់កមានគេជួយវិញយើងមានភ័យអាសន្នអីឃើញគេអត់បាយយើងឲ្យបាយគេហូបដល់ពេលយើងអត់មានគេជួយយើងវិញហេតុនឹងឲ្យបានជាកូនចៅធ្វើចង្ហាន់បិណ្ឌបាតឲ្យម៉ែឪអីចឹងទៅគាត់ជូនដល់អ្នកដទៃឲ្យភ្ញៀវបរិភោគឲ្យប្រសងឆាន់ឲ្យជីវិតគេរស់អានឹងធ្វើឲ្យយើងរស់តទៀតអញ្ចឹងចម្រើនបច្ចុប្បន្ននេះមានន័យថាធ្វើបុណ្យបន្ថែមទៅទៀតឯចម្រើនបច្ចុប្បន្នមួយទៀតគេហៅថាជីវិតមហកិច្ចជីវិតមហកម្មជប់លៀងជីវិតគាត់ជប់លៀងជីវិតគាត់នឹងគឺជប់លៀងត្រង់ណាញោមឲ្យនៅត្រង់ដាក់បោះស្បប់ស្រោចទឹកជូនគាត់ហើយប៉ុននេះមានស្រោចទឹកជូនដែរញោមហ៎មានដែរហើយមានអាចារ្យសុំខមាទោសដែរមានដឹកនាំសុំខមាទោសបើមានអញ្ចឹងល្អប្រពៃថ្លៃថ្លាញោមពីព្រោះបានប៉ុនចម្រើនបជនត្រង់ជីវិតមហិជីវិតមហកម្មនឹងនៅត្រង់ស្រោចទឹកជូនគាត់នឹងសុំខមាទោសនាំម៉ែឪឡើងបោះស្បុកជាតំណាងឋានសួគ៌ដឹកម៉ែឪឡើងបោះស្បុកមានន័យថានាំគាត់ឡើងឋានសួគ៌ចាក់ទឹកត្រជាក់លើគាត់មានន័យថាឲ្យគាត់បានភាពត្រជាក់ត្រជុំហើយដោះដោយសាប៊ូក្អូបមានន័យថាលាងជំរះអំពើបាបក្លិនឆ្អាបឆ្អេះដែលគាត់រស់ស៊ីចិញ្ចឹមកូនមានកេងមានកឹបមានលឹបមានខងវាយផ្ដុកគូតកំប៉ុងបតោងពលឺភ្នែកជីងពូតគេកុហកគេបាត់គេលក់ដូរបង្រត់បង្រាស់សัตว์ធាតុទាំងរស់ដុតភ្លើងចេះព្រៃកាប់ដីដាច់សัตว์បំបត្តិជីវិតគេដើម្បីយកលុយមកចិញ្ចឹមកូនក្រែងគាត់បាបចឹងលាងជំរះកុំឲ្យគាត់បាបប៉ុន្តែបើលាងមួយថ្ងៃវល់ល្ងាចសួរថាតើវាដាច់ក្អែលឬក៏វាដាច់បាបដាច់តែក្អែលទេញោមឲ្យបើដូច្នេះបានកូនចៅត្រូវធ្វើបុណ្យសុំខមាទោសគាត់ញោមញាតិ
ការធ្វើបន់សុំខមាទោសនៅត្រង់ណាថានៅត្រង់សុំខមាទោសមុននឹងសុំខមាទោសគឺគេនាំគ្នាជូនណែមុននឹងធ្វើបន់ទាំងអស់នឹងចម្រើនបជននឹងគេជូនសម្ភារៈដូចជាបាយទឹកនំចំណីសពុតខោអាវសាវស្បៃបច្ច័យលុយកាក់ឬក៏ធ្វើរបស់របរទិញគ្រឿងប្រឡងគ្រឿងបច្ច័យ4នឹងជូនទៅដល់គាត់ហេតុអីបានគេយកគ្រឿងបច្ច័យ4នេះមកជាទីតាំងសងគុណអាហ្នឹងអាត្មាក៏មិនដឹងដែរប៉ុន្តែអាត្មាគ្រាន់តែចង់សួរញោមមានគេធ្វើចឹងដែរមានជូនគ្រឿងបច្ច័យ4ជូនបាយទឹកជូនអាដេញខោអាវម៉ែឪដែរបើអញ្ចឹងញោមញាតចាំឆ្លើយជាមួយអាត្មាទេម្នាក់ឯងហត់ទេជាមួយញោមចាំឆ្លើយជាមួយណាបើញោមណាឆ្លើយជាមួយអាត្មាត្រូវជូនប៉ុនច្រើនជាងគេហើយជូនបន្ទុក2លានញោមហើយតាំងពីកើតពោះម៉ែមកទល់ប៉ុណ្ណេះតើញោមហូបណែស្លៀកសពុតខោអាវម៉ែអស់ប្រមាណកាផ្លេម្នាក់សូមជួយឆ្លើយតាំងអាធ្វើឲ្យលហែកតាំងអាធ្វើឲ្យឆ្អេះអស់ប្រមាណកាផ្លេខោអាវម្នាក់សូមជួយឆ្លើយឲ្យត្រង់រាប់មិនអស់ដូចអាត្មាដែរអាត្មាក៏រាប់មិនអស់ដែរហើយបើសិនជារាប់មិនអស់អញ្ចឹងមានន័យថាយើងជាពាក់សពុតខោអាវម៉ែដល់ថ្នាក់រាប់មិនអស់ហើយបើយើងជាពាក់លុយគេ10000យើងសងគេប្រមាណបានរួចសង10000រួចចុះជាពាក់20000សង20000ចុះបើជាពាក់អត់ដឹងរាប់អត់អស់សងប្រមាណសងរាប់មិនអស់ដូចគ្នាអញ្ចឹងបើយើងជាពាក់ខោអាវម៉ែណាសួរថាជាពាក់ហ្នឹងជាពាក់ប្រមាណអត់ដឹងហើយបើអត់ដឹងអញ្ចឹងយើងសងប្រមាណគ្រប់សងមិនងាយគ្រប់ទេអញ្ចឹងយើងជាពាក់សពុតខោអាវម៉ែក្នុងបល័យគេថាជ័យវរៈបច្ច័យជាពាក់ដល់ថ្នាក់សងមិនអស់ជាពាក់ជ័យវរៈមួយហើយឥឡូវមួយទៀតញោមតាំងពីកើតមកទល់ប៉ុណ្ណេះហូបបាយម៉ែអស់ប្រមាណចានម្នាក់អស់អង្គប្រមាណកំប៉ុងហើយសូមជួយឆ្លើយរាប់អត់អស់ទៀតអត់ដឹងទៀតបើអញ្ចឹងកាន់តែដូចអាត្មាមែនតើណាអាត្មាក៏អត់ដឹងដែរហើយអញ្ចឹងបើចង់សងបាយទៅម៉ែតើសងបាយប្រមាណចានបានគ្រប់អត់ដឹងទេបើដូច្នេះក្នុងធម៌មានន័យថាយើងជាពាក់ចង្ហាន់បិណ្ឌបាតគាត់អាហ្នឹងគឺចង្ហាន់បិណ្ឌបាតជាពាក់គាត់ដល់ថ្នាក់សងមិនអស់ហើយឥឡូវមួយទៀតញោមឲ្យតាំងពីកើតមកប៉ុណ្ណេះដេកកទេលខ្នើយភួយមុងម៉ែតើអស់ប្រមាណកាផ្លេម្នាក់ទាំងអាធ្វើឲ្យលហែកទាំងអាធ្វើឲ្យឆ្អេះសូមជួយឆ្លើយអត់អស់ទៀតអត់ដឹងទៀតដូចអាត្មាអីដូចយ៉ាងនេះដូចណាស់អាត្មាក៏ចឹងដែរនៅពីក្មេងរឹកធំណាញោមឈឺបត់ដៃបត់ជើងល្មមមិនខ្ចីហៅពីណាទេដាក់កទេលនឹងត្មងទៅគេពគេ3នឹងខោអាវគេថ្មីជ្រឹងត្រួតបាញ់ច្រូចដាក់ពេញហ្នឹងអត់ខ្វល់ទេដូច្នេះហើយយើងតាំងពីក្មេងមកមិនដឹងថាធ្វើឲ្យប្រឡាក់អដេញកទេលខ្នើយម៉ែឪអស់ប្រមាណប្រដាប់ម្នាក់ទេហើយអញ្ចឹងបើសិនជាគាត់ហ្នឹងយើងធ្លាប់ដេកកទេលខ្នើយភួយមុងម៉ែហ្នឹងអស់100កាផ្លេមកហើយចុះយើងធ្លាប់ទិញកទេលឲ្យម៉ែទិញមុងឲ្យម៉ែបាន100ហើយនៅដូចជាមិនងាយទេត្រឹម100ណាបើដូច្នេះក្នុងធម៌ជាពាក់សេនាសនៈបច្ច័យអាហ្នឹងគេហៅសេនាសនៈបច្ច័យតាហើយឥឡូវមួយទៀតញោមក្រែងលោឆ្លើយរួចញោមចាំឆ្លើយមើលតាំងពីកើតមកទល់ប៉ុណ្ណេះតើហូបទឹកកកម៉ែអស់ប្រមាណកែវក្រែមកៃអស់ប្រមាណដុំលេបថ្នាំអស់ប្រមាណគ្រាប់សូមជួយឆ្លើយត្រូវជូន2លានអត់អស់ទៀតហើយបើដូច្នេះអាតនឹងជាពាក់ទៀតហើយមិនដឹងអស់ក្រែមកៃប្រមាណដុំឯម៉ែលាក់លុយនឹងក្នុងជាយកម៉ាជាយអាវស្រោមខ្នើយមិនហ៊ានចាយទេប៉ុន្តែបើក្រែមកៃមកនៅកូនទាម៉ែទិញឲ្យកូនខ្លួនឯងទៅចិត្តអត់យ៉ាបើអញ្ចឹងជាពាក់ទឹកកកជាពាក់ក្រែមកៃជាពាក់ថ្នាំយប់ប្រលប់កូនឈូទៅវ៉ពេតនោះឆ្កែព្រុសពេញភូមិមេឃអាលឹមច្រិចគេកំពុងដេកលក់ស្រួលទៅដាស់គេវ៉គេមកជួយមើលកូនអស់ប្រមាណក៏សុកចិត្តដែរឲ្យតែបានលុយបានថ្នាំមកចិញ្ចឹមកូនមកឲ្យតែកូនជាចាំខ្ញុំលក់ដីលក់កបីលក់គោជូនអស់លោកក៏បានដែរដើម្បីឲ្យកូនជាមនឹងថាអស់ថ្នាំប្រមាណគ្រាប់អញ្ចឹងក្នុងធម៌គេថាជាពាក់គិលានភេសជ្ជៈបច្ច័យម៉ែរាប់ទៅចៃវរៈមួយបណ្ឌបាតមួយសេនាសនៈមួយគិលានភេសជ្ជៈមួយយើងជាពាក់ម៉ែឪអញ្ចឹងអា4ហ្នឹងគេហៅអីគេហៅបច្ច័យ4បានជាគេឲ្យកូនចៅជូនគ្រឿងបច្ច័យ4ដល់ម៉ែឪជាកិច្ចតបស្នងសងគុណព្រោះយើងជាពាក់គុណគឺជាពាក់បច្ច័យ4ហ្នឹងដែលគាត់ចិញ្ចឹមមកឥឡូវ4មុខនេះឲ្យសងមិនរួចសងមិនអស់ច្រើនពេកឥឡូវយកតែមួយមកនិយាយជាគោលក្រែងលោក4វាវែងពេកសុំតែមួយញោមមកជួយឆ្លើយឲ្យត្រង់កុំអៀនអីតាំងពីកើតមកទល់ប៉ុណ្ណេះម៉ែងូតទឹកឲ្យប្រមាណដងម្នាក់ដោះក្អែលឲ្យប្រមាណដងម្នាក់ឲ្យដោះកន្លែងណាខ្លះសូមជួយឆ្លើយរាប់មិនអស់ហើយដោះកន្លែងណាខ្លះកន្លែងណាក៏ដោះដែរស្គាល់អស់អាលីងហើយគេឃើញអស់ហើយ
គេដឹងអស់ហើយគេដោះសពកន្លែងអស់ហើយដឹងអស់ប៉ុន្តែត្រង់ថាប្រមាណដងមិនដឹងទេថ្ងៃខ្លះមួយថ្ងៃ2 ដង 3 ដងចុះបើសិនជាគាត់ដោះក្អែលឲ្យកូនងូតទឹកឲ្យកូនសរុបទៅ2000 ដងឥឡូវកូនវិញងូតទឹកឲ្យម៉ែបាន2000 ដងដោះក្អែលឲ្យម៉ែបាន2000 ដងស្មើគ្នាវិញហើយនៅតលយូបានស្មើអញ្ចឹងគ្រាន់តែងូតទឹកមួយមុខជាពាក់គាត់បាត់ហើយបានកម្មវិធីបុណ្យគេដាក់បោះស្បុកស្រោចទឹកជូនគាត់ហៅថាបកាសនៈកតញ្ញូឲ្យទេវតាដឹងថាយើងជាពាក់គុណគ្រាន់តែស្រោចទឹកហ្នឹងគាត់ងូតឲ្យយើងហ្នឹងរាប់មិនឈ្នះផងឥឡូវយើងងូតឲ្យគាត់ម្ដងហ្នឹងប្រកាសទេវតាសងហ្មងណាយើងមើលឃើញដែរអញ្ចឹងបានគេដាក់បោះស្បុកស្រោចទឹកប៉ុន្តែដូចអាត្មាថាលៀងមួយថ្ងៃវល់ល្ងាចមិនដាច់បាបទេដាច់តែក្អែដាច់នៅត្រង់សុំខមាទោសហើយចុះហេតុអីបានសុំខមាទោសអូអត់បានទេញោមហើយម៉ែឪជាព្រះលើផ្ទះកូនខ្លះម៉ែឪស្ដីនិយាយជេរថាធ្វើមុខកញេកញើដាក់ម៉ែឪអត់តន់សុំទោសគាត់ញោមឲ្យមុខកញេកញើទៅគាត់កើតមកមុខកញើខ្មៅកញេះដូចគល់តយឹងភ្លើងឆេះមកសបុកគេស្អាតទាំងអស់ខ្មៅកញេះតែឯងមួយមុខអាក្រក់ដើរលូមដឹងស្អីទេម៉ែបកើតអាបងមកស្អាតបកើតឯងមកខ្មៅមើលទៅគល់តយឹងទៅបន្ទោសម៉ែទៀតហ្នឹងឯងធ្វើកញើដាក់ម៉ែឪអត់សុំទោសគាត់បានកើតមកមុខកញើតែឯងមួយសបុកលេកលាទេសនៅក្រោយផ្ទះហើយនៅទៅជួយអត់បានទៀតហើយអ្នកខ្លះទៀតម៉ែឪស្ដីនិយាយជេរឋានទិញទុយឯងនោះខឹងសម្លក់ម៉ែដឹងស្អីទេចូលផ្ទះភ្លាមទេសនាភ្លាមធុញចង់ទៅឲ្យបាត់មួយខែមិនចង់មកផ្ទះឲ្យសម្លក់សម្លឹងម៉ែឪនិយាយបន្តិចអ៊ុយលូសម្លក់ហើយដល់អត់បានសុំទោសគាត់ជាប់អាភ្នែកសឡក់នឹងវាចសលេវលេវញោមកើតមកភ្នែកវាចដើរទៅឲ្យកើតមើលទៅឲ្យត្បូងដើរទៅឲ្យលិចមើលទៅឲ្យជើងបាញ់មាន់ងាប់ទីដកដើមទ្រាប់ងាប់កូនម្ទេសអង្គុយតុកជាមួយគេឃើញសម្លឹងមីដល់ទៅដួសស៊ីកាទៀវសោះដើរតាមផ្លូវឃើញបោចដៃហៅអាធុកប៉ុន្តែភ្នែកមើលមកទៅដូចជាពីរអ្នកនោះសួរទៅគ្នាគេហៅឯងហៅខ្ញុំមិនដឹងហៅពីណាទេឃើញភ្នែកមើលមកខ្ញុំអញ្ចឹងទៅតាមដំណើរអញ្ចឹងទៅហើយអាមិនបានជាអញ្ចឹងមិនដឹងស្អីទេម៉ែបកើតអាបងមកស្អាតណាបកើតឯងមកភ្នែកវាចវត្តខ្មាស់គេចង់ងាប់ទៅបន្ទោសម៉ែទៀតមកពីឯងសម្លក់ម៉ែពីជាតិមុនមកអត់សុំទោសគាត់អត់គិតទេអញ្ចឹងហើយអ្នកខ្លះទៀតប្រើម៉ែប្រើឪទៀតម៉ែដេកខោឲ្យតិចម៉ែដេកឲ្យតិចម៉ែលៀងអូនតិចខ្ញុំទៅដាំបាយប្រើទៅអត់អីទេប៉ុន្តែតលសុំខមាទោសយើងអ្នកខ្លះយកកូនយកចៅទៅប្រើម៉ែឲ្យមើលឲ្យទៀតបើស្រុកនេះអត់មានទេស្រុកមួយចំនួនទេស្រុកខាងខ្លះទេមានហ៊ានយកកូនយកចៅទៅឲ្យម៉ែមើលឲ្យណាញោមហើយស្រុកញោមសំណាងដែលអត់មានពីណាយកកូនយកចៅមកឲ្យមើលសុខសប្បាយស្រួលហើយមានដែរបើអញ្ចឹងវាដូចតែគ្នាហ្នឹងយកកូនយកចៅមកផ្ញើម៉ែអញ្ចឹងបានគេឲ្យកំណាប់គេថាចាស់ស្រុកចិនគេឲ្យទៅអង្គុយផឹកតែចាស់ស្រុកប្រាំងស្ពាយតែកាមេរ៉ាដើរលំហែឯចាស់ស្រុកខ្មែរគេឲ្យមើលចៅកាលពីស្រឡាញ់ជាប់កូនហ្នឹងស្រឡាញ់មានកូនហ្នឹងត្រឹមតែមួយតៅទេដល់ឥឡូវឡើងដល់ចៅឡើងដល់មួយថាំងទៅវត្តទៅប៉ុនឯណាក៏អង្គុយមិនសុបដែរចូលបនភ្លាមខ្ញុំប្រញាប់ទៅផ្ទះហូបបាយសិនទេមិនហូបទេប្រញាប់ចៅហេចង់វិចទៅឲ្យវិចមកយកទៅគ្មានបានហូបទេឲ្យចៅមកចូលបនគេបន្តិចណែស្ដាប់លោកទេហេលោកទេអីទេទៅខ្ញុំចៅយំមកឡើយចៅដល់2ខ្ចីកង់គេមកផ្លែទេញ៉ាប់ទៅវិញទេទៅលោកទៅអញ្ចឹងខានការងារខានប៉ុនដោយសារតែចៅអត់អីទេញោមអើយរស់នៅក្នុងសង្គមនេះនឹងវាដូចគ្នាអញ្ចឹងហើយបើយើងមិនពឹងម៉ែមិនដឹងពឹងពីណាស្រូវទុំក្រហមកញោមពេញស្រែបើមិនយកកូនទៅផ្ញើម៉ែណាអ្នកច្រូតស្អែកត្រូវចូលរោងចាក់ចង់បានលុយកាក់បើមិនយកទៅកូនទៅផ្ញើម៉ែបានណាចូលធ្វើការរួចតែអត់បានធ្វើការអត់បានលុយម៉ែហ្នឹងក៏អត់អីហូបអត់អីទៅវត្តទៅសិលបើអញ្ចឹងត្រូវតែជួយគ្នាទៅវិញទៅមកជារឿងធម្មតាក៏ប៉ុន្តែបើសិនជាម៉ែស្ម័គ្រចិត្តមកជួយយើងដល់យើងអត់ប្រើយើងអត់បាបទេក៏ប៉ុន្តែបើម៉ែនោះមិនស្ម័គ្រចិត្តទេកំពុងលូបាត់អាកូននោះវាមិនឃើញមកសោះឯងនោះវាមិនស្រួលខ្លួនប្រហែលថ្ងៃហ្នឹងតាំងពីឈឺមកអត់ស្រួលខ្លួនរហូតឲ្យតែឃើញកូនមកអាងឲ្យកោះខ្យល់ឲ្យបន្តិចអាទឹកពីងនោះអស់អាលីងអស់ទៅអាបងនោះមិនឃើញមកអាងឲ្យរេចទឹកដងទឹកឲ្យបន្តិចអាកូននោះទៅណាបាត់អស់ទៅមិនឃើញមកសោះអង្គក៏អស់អីក៏អស់ណាចង់ទៅណាទៅមិនរួចទេដើមមិនរួចវាអត់ជិះម៉ូតូគេមកដប់ឯងបន្តិចអាទូរស័ព្ទនោះក៏ចុចលេងចាញ់នេះអស់លុយអស់ស្អីអាមិនវិញណាបាក់មិនឃើញកូនណាមកសោះឈឺខ្លួនមិនឃើញណាមកកោះខ្យល់អូមកដឹកបែរកោះខ្យល់ឲ្យអញយ៉ាងដូចពីងសពងអីផងម៉ែឲ្យដឹកដៃកូនមកដល់12អាអូនអើយនៅលេងជាមួយយាយល្ងាចម៉ែមកយកវិញម៉ែផ្ញើអូនផងជូន2000ទៅវិញបាត់ឲ្យអញស្មានតែគេកោះខ្យល់ឲ្យអញទៅបាត់ទៅមានឯណាបាននិយាយបានតែម៉ែចេញផុតអាការ៉េមកៃមកនៅអស់1000ទៅអាការ៉េនឹងទៀតឃើញក្មេងមិនព្រមជាហួសទេវិលទៅវិលមកនៅតលក្មេងយំទៀតតបានមែន
mà tình thu tiệt tới nôm tiệt đó màu nôm cho nôm lang chào tiền nôm vậy tình nôm ao chào tiệt ngày là nghề tính nôm ai nam mau tiệt đó tật cọ ai nam mau tiệt đó thèm lôi mai rồi mong đó mà pi pon năng bàn chạy luôn này thì lôi mai thèm tiệt đó rồi xuống lấy con khăn nơi chỉ môi mai tiệt nơi chỉ môi nên mà bên kia là đặt con tiệt hải ní khôi nè nơi tiệt cái tật đào lên ở miền đầm bài thì hải ní ở cái đầm bài thì vậy nó anh plek đầm bài ở kia là con phần năng cũng sẽ đầm bài với thải anh mình đầm bài năng chúng ta cái thải con mơ đôi pret ơi mốc sạc chung đôi pret mơ sạc đây hải ní ở trên ngụt tật đi hải ní chờ nó ở trên ngụt tật ấy mà nó coi ôi pua mình nói thải anh mình ngụt tật ở con kia năng mong anh mình ngụt tật ở con kia cái thả ao chẳng coi ôi pua ở sờ bài chặt tiết mơ câu này kia mà ngay là nghịch móc cái đư đòn coi ta đạp mơ kia dây môi con kia mình đầm bài mình ngụt tật mà đây anh nhớ về tình này anh kia mình cọt cho lại anh kia mình tinh thế năm này anh nó bực khoa một khoa rồi anh lời nó tha ao từ cái com tha đấy cái thai anh tiết lúc coi lúc ấy của về tình này mà lại cả bị viên nơi tôi về tình này mà xa hết đó ta phải lời việt thùng nó về tình này tiết anh phải trộn bòn thì tha ơi mà anh thơ bòn thấy vô tình nó mau chạy tới về lo chiêng cái khọt anh chơi từ tiết á anh chăm vi hơi nó là lời việt pro cọp anh chăm chạy từ tiết nó ở mưa con về tiết đó ơi bạn nè chẳng hỏi bà sân chỉ dương pro mai pro chẳng nó nhôm bà con mình trong hai dương pro thêm tiết miền này thay chụp bẹ mà cho ăn tiết cho đam bay miền cách đó hai chụp bẹ nông trâu thưa mạch thưa bòn đôi cái thưa nâng chẳng bòn chùm rên phải chôn cái thưa đo bầm nol cam hai chụp bẹ nâng cái song con mày song hai chụp bẹ nâng ban thưa bòn chùm rên phải chôn nâng bán cái cha no mày xong khăm à tô chẳng xong khăm à tô con đại dương pro con ai mơ con mơ chạy nâng xong khăm à tô thấy con ọt tô ở dương dương ruột luôn hay cha sọc nâng cái xong ở con chạy khăm à tô đái nhô mày miền đây ở bờ miền chẳng lọ Atma có trong ban là cha chẳng đây bờ sân chỉ Atma thôi bon chìm rên bờ chôn ấy có Atma trong ro cha chẳng đây Opama đặt nom bong ôn thôi bon chìm rên bờ chôn ai mai khmei ấy có Atma trong ro cha chẳng đây đây Atma ở miền mai khmei ấy thì còn là ô thì ho đấy ô thì ho thà bờ Atma chìm rên bờ chôn ao dây khmei mai khmei ấy có trong ban là cha chẳng đây đặt nom ai con trai xôm Kama tu chẳng lọ mạch ban xôm của dương chỉ bẹ na nhôm bờ con ai mơ con mơ trai mơ ấy sập bẹp giang bởi dương mình ban xôm Kama tu thế cầm pí ai từ cá chia nhôm bằng rơ cái bờ ai mơ con cái bờ ai thưa cài cái ro chiết bởi đôi chân này hỏi toàn là con trai miền cách xôm Kama tu bán chia cái bạc cát cầm vị trí bon chìm ran bờ chốn con trai thôi tất mẹ ơi nâng xôm Kama tu ní đam bay rùm liêng cầm pí ruột nhiều mai là rùm thơm na hơi khơi con mà thay cùng chun lôi chun cả ai po cha hỏi tao mới ai po con thì cô đó gì miền Bắc sắp sắp à mày vì rùm phơ pin vậy chẳng hỏi tao tao với ai po mà đong à mà này u đam co tam cái thời mày cái rùm phơ trong họ thật lừa ai miền dây môi ngồi dùng tập này tập break pep ở chỗ bài mà số rồi dùng ai đã nhiệt ai khang nan dùng năng về sân non chứ cái thôi ai mai cái gì bị côn khi nhom nè chỉ nào phần nó đai khơi côn na thứ bon này khi nhom chăng mà đong này anh thứ bon mà đong mà diêm ô tiền kia mình mau thế nó từ vay vung từ con đam spy khỏi tia nó từ vinh bắt tới anh từ xanh krem mau promote sờ bọ cả đong bán pi kẻ tục đồ em trai hai ở chỗ và kiên chỗ ấy chăng mình mau sao khơi côn cái thời chăng việc sân nọ luôn na anh chân ngọc từ vinh hem đai khơi côn na thôi ao chăng sao à lấy ngày này mai cái côn cái thôi ao hay bữa sân chỉ cái miền cam phê một máu cái sông Kama tốt kia thôi luôn ao hai cho nhôm đợt tây đã miền cồn miền trai miền mai miền ơi đã dương dịp bẹ prơ mai prơ ơi đã mình toàn ban sông Kama tốt quạt nấu mạch đá cật e hào tới toàn quạt nơi rùa mọt nơi chỉ hòm pong con nơi cho đầy nơi trôi từ tua can cắt nơi mưa khơi cật e hào tới mình nọ bong con thôi hào tới com trăm tới đua pru cái lực đam mà chu hết ban chung sao đài mày ơi con sông Kama tốt sông pi ngay có khmoi ở đây rồi đây à cha đất do tới đợt bù chia bằng hào bạn hay nhiều người ăn ban dây gì mồi dương anh chẳng trong sông tô sông thơ bon ấy toàn quạt nơi rùa thôi hào tới miềnประมาณ năm tới quạt chả hai quạt sờ bài chỉ vật trong cào tới ná à lời mày ơi kia ngày này bơi ấy con trai kia thôi ao ní miệt đà bay đà nơi rùa bọn sầm đai prap tháp tàu này sang presa mỹ mày ơi nơi rùa con trai chăm quạt vinh tới cách chăng này sang presa mỹ bữa mày ơi miền cách côn mà chui cách càng nghe nô còn là vang sang tập presa mỹ prate bát thay là sa pui pung vung tập côn tia gia chang prade pachia mỹ prate bát thay là sa trọp mà đọ quạt cầm ao thì lẹ cho hỏi bà
សិនជាគាត់នៅរស់រៀនមានជីវិតនឹងយើងជូនបាយជូនទឹកនំចំណីត្រីសាច់ប៉ុណ្ណេះហើយចុះបើគាត់ស្លាប់ទៅហើយលោកថាតក្កិណាអនុបទសាមិដូចជាញោមប្រុសដែលបានស្លាប់ទៅអញ្ចឹងព្រះអង្គថាឲ្យកូនចៅធ្វើតក្កិណាអនុបទឧទ្ទិសទៅឲ្យគាត់ដូច្នេះកម្មវិធីបុណ្យនេះសរុបទៅពេញអង្គទាំងអស់ម៉ែឪនៅរស់គេធ្វើតាមបែបរស់ម៉ែឪដែលស្លាប់ទៅក៏គេធ្វើតក្កិណាអនុបទឧទ្ទិសផលទៅនេះជាការប្រពៃដើរតួជាកូនល្អហើយបើកូនល្អប៉ុណ្ណេះឈ្មោះថាជាកូនកតញ្ញូកូនកតញ្ញូនេះរកទទួលទានមានបានជាងគេញោមបើកហាងមកជួរហ្នឹងបើមានកូនកតញ្ញូចូលមកលក់ដាច់ជាងគេរកស៊ីចំណេញជាងគេអតិថិជនចូលជាងគេម៉ួយចូលច្រើនជាងគេទៅរកចំនួនជួញបានចំណេញអាយុក៏វែងជាងគេសុខក៏សុខច្រើនជាងគេគេស្រឡាញ់គេចូលចិត្តឡើងលៀបឡើងយល់ឡើងសាក់ក៏ឡើងច្រើនជាងគេព្រោះមានទេវតាតាមថែអាសាកូនមានធម៌កតញ្ញូញោមប្រហែលអត់ដឹងទេប្រអិនថ្វាយអង្គមពីលើមករាល់ថ្ងៃថ្វាយអង្គមគ្រប់ទិសនាតល័យទេវបុត្រសួរថាព្រះអង្គថ្វាយអង្គមនរណាថាថ្វាយអង្គមមនុស្សណាមនុស្សដឹងគុណម៉ែដឹងគុណឪចេះចិញ្ចឹមម៉ែចិញ្ចឹមឪថ្វាយអង្គមនៅនោះអញ្ចឹងប្រអិនថ្វាយអង្គមហើយប្រអិនជាស្ដេចទេវតាតូចថ្វាយអង្គមតាមព្រាតបានជាកូនមានធម៌កតញ្ញូហ្នឹងអាយុថ្លៃមិនងាយស្លាប់តៃហោងទេមិនងាយគ្រោះថ្នាក់ចរាចរណ៍មិនងាយមានឧបសគ្គមិនងាយស្លាប់ដោយសារគ្រឿងសត្រាគ្រឿងបហាថ្នាំពឹសថ្នាំពុលទេគេថាជាកូនមិនចយត់សំដៅទៅលើកូនមានធម៌6យ៉ាងទី1កូនស្ដាប់ពាក្យព្រានប្រដៅម៉ែឪដោយគោរពទី2ចិញ្ចឹមម៉ែឪដោយគោរពទី3កូននឹងណែព្យាបាលជំងឺម៉ែឪដោយគោរពទី4ធ្វើបុណ្យជូនគាត់ពេលគាត់ស្លាប់ទី5កូនណារៀបចំកន្លែងដាក់អធិធាតុអធិគុណរបស់គាត់ទី6កូនណានឹកឃើញធ្វើបុណ្យតក្កិណានុបទានឧទ្ទិសទៅឲ្យគាត់រឿយប៉ុណ្ណេះគេហៅកូនមានធម៌6យ៉ាងនេះជាកូនមិនចយត់ញោមរាប់ខ្លួនឯងមើលទៅបើគ្រប់ទាំង6ហ្នឹងឲ្យបន្ទុកខ្លួនឯង2លានទៅហើយបើមិនគ្រប់ទេចាំបន្ថែមទៀតចុះប៉ុន្តែបើតាមជើងលេខដូចជាគ្រប់ទាំងអស់ហើយអញ្ចឹងជាកូនមានធម៌កតញ្ញូបកែណាស់ញោមមហាស្នេហ៍បកែបំផុតខ្លាំងលើសសារិកាលិនថោងទៀតតាក់ដោយមនុស្សតាក់ដោយទេវតាតាមស្រឡាញ់ញោហើយទៅណាក៏ទេវតាថែអាសាដែរបានព្រះអង្គលោកថាយោមេតរាំងពេតរាំងវាមកចោលថាមានបោសតិទេវាពេណាំងតិកាឆន្តិមេតាបតិបរាំងនរាំងអ្នកមានធម៌កតញ្ញូទៅរកស៊ីទីកន្លែងណាទេវតានៅកន្លែងនោះតាមថែអាសាការពារឲ្យរកចំណូលចូលបានចំណេញជួញបានចំណេញចូលអត់មានចេញជារៀងរាល់ថ្ងៃបានសុខបានចម្រើនឡើងលៀបឡើងយុះឡើងស័កនឹងហើយបានជាពពោធិសត្វណាញោមមកកើតជាពពោធិសត្វទៅរកស៊ីចំនួនជួញប្រែគេគ្រោះថ្នាក់គេស្លាប់លាន់ព្រះអង្គចេះទៅរស់រៀនមានជីវិតរហូតមកហើយបានជាព្រះអង្គត្រាស់ដឹងឡើងព្រះអង្គថាមកពីហេតុអីមកពីព្រះអង្គមានធម៌កតញ្ញូទេវតាតាមថែអាសានតើហើយមង្គលទៀតក្រុមគ្រួសារមានសុភមង្គលព្រះអង្គរកឃើញមង្គល38ប្រការក្នុងនោះមង្គលទី11ព្រះអង្គថាមេត្តាបិតោបដ្ឋានังអេតាមង្គលមុតតមង្គលប្រុសស្រីណាទំនុកបំរុងមេត្តាបិតាអញ្ចឹងគ្រួសារនឹងមានសុភមង្គលប៉ុន្តែព្រះអង្គរកឃើញផ្លូវវិនិច្ឆ័យមាន12តកូនណាឈានជើងចូលទៅកូននឹងវិនិច្ឆ័យហើយគ្រួសារនឹងវិនិច្ឆ័យហើយផ្លូវវិនិច្ឆ័យ12នោះមានគាថាទី4ព្រះអង្គថាអញ្ចេះឲ្យលឺរាល់ព្រឹកហើយកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនិច្ឆ័យមកពីអីមកពីលះបងម៉ែឪនៅលើផ្ទះនេះចោលអញ្ចឹងឲ្យព្រះលើផ្ទះក្តៅក្រហាយវិនិច្ឆ័យហើយអញ្ចឹងឲ្យប្រយ័ត្នវិនិច្ឆ័យបានជាកូនចៅរៀបចំល្អប្រពៃថ្លៃថ្លាណាស់អញ្ចឹងម៉ែឪដែលស្លាប់ទៅណោះលោកឪពុកដែលស្លាប់ទៅណាលោកតាដែលស្លាប់ទៅគឺឧបាសកថាំងគុយហាសូមទទួលអត្ថមនោញ្ញផលកុសលផលបុណ្យសោយសម្បត្តិទឹកតាមសេចក្តីប្រាថ្នាចុះញាតិកាសាលហិតញាតិមិត្តរបស់ញោមញាតិជាម្ចាស់ទានប្រធានបុណ្យក្តីរបស់ភ្ញៀវកតញ្ញូក្តីក៏សូមឲ្យឧទ្ទិសកុសលផលបុណ្យឲ្យបានដល់រៀងខ្លួនដែរឯចំណែកកូនចៅរស់រៀនមានជីវិតនៅជាមួយនឹងអ្នកម្ដាយសូមឲ្យអ្នកម្ដាយនឹងរស់ឲ្យបានយូរអាយុវែងលើសពី100ហើយកុំឲ្យវិញវាន់អីឯសោះជាមលុបដល់កូនចៅហើយសូមឲ្យកូនចៅរស់ទទួលទានមានបានសូមទេវតាចាឈ្មោះចំណាំចាំទុកកូនចៅទាំងនេះជាកូនចៅព្រះចាត់ចែងកូនចៅនេះទាហានមកតាមយាមកម្មថែអាសាការពារផងឲ្យក្រុមគ្រួសារនេះជួបតែសុខជួបតែជោគជ័យរស់នៅមានជីវិតតទៅវែងឆ្ងាយមានន័យមានប្រយោជន៍ដល់ជាតិដល់សាសនាជាគំរូរបស់ប្រជាជនដទៃទៀតឯញោមញាតិទាំងអស់គ្នាដែលបានអញ្ជើញមកចូលចាប់មគ្គផលប្រគុណម្ចាស់គ្រប់ព្រះអង្គសូមបានបញ្ជូនវែងសុខភាពល្អកុំឲ្យមានឧបសគ្គគ្រោះថ្នាក់សូមញោមញាតិទាំងអស់បាននៅសេចក្តីសុខដែលចម្រើនតាំងពីអ្នកជួយតបជួយតែងជួយចាត់ជួយចែងជួយលីជួយសែងលើកទុកលើកដាក់លាងចានលាងឆ្នាំងលាងប៉ាន់លាងពេងជួយចាត់បន្លែផ្លែឈើជួយដាំជួយស្លជួយស្លុកបងប្រហុកអំបិលប៊ីចេងទាំងចាស់ទាំងក្មេងជាវិយាវចៈអ្នកខ្វល់ខ្វាយរត់តុកបំរើភ្ញៀវបំរើប្រសងក្នុងកម្មវិធីបុណ្យអ្នកថតរូបអ្នកថតវីដេអូអ្នកបើកមីក្រូអ្នកបើកធំបាស
អ្នកបាក់អាសាដន្ត្រីពិនពិរនិតកងស្គរអាចារ្យរៀបចំទៀនធូបបាយសីបរិយមលូស្លាអ្នកក្រាលអាសនៈដល់ប្រសង់អ្នកខ្វល់ខ្វាយរៀបចំសណ្ដាប់ធ្នាប់អ្នកជួយដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសង់ក្នុងកម្មវិធីបុណ្យអ្នកមកចូលចាប់អ្នកផលទៅវិញបាត់ហើយក្តីអ្នកផ្ញើលុយផ្ញើកាក់តាមគេមកក្តីសូមឲ្យជួបតែសេចក្តីសុខចម្រុងចម្រើនអាយុវែងសុខភាពល្អកុំឲ្យស្គាល់ក្រលំបាកតោកយ៉ាកវេទនាកំព្រាកំសត់ប្រត់ប្រាស់នារីចាក់ចោលបងប្អូនកូនចៅប្តីស្រីឡើយកុំឲ្យមានគេចំណែននិន្ទាឈ្នានេះគំនុំគុំគុណព្យាបាទបៀតបៀនចាក់ចុចអុចអាលបណ្ដាដុតពលរត់ពុតចាក់ដុតចោតប្រគុតប្រកាន់មួលប្រកាច់មើលងាយចំមកលក់លើយឌឺដងដៀមដាមផ្ទុញផ្ទាល់អ្វីឡើយទៅទីកន្លែងណាបានសុខបានសុវត្ថិភាពមានសតិមានបញ្ញាភ្លឺថ្លារួចចាក់ទុកទាំងឡាយទាំងពួងដោយសេចក្តីប្រាថ្នាញោមញាតមានបំណងប៉ុនប៉ងប្រាថ្នាយ៉ាងណាសូមឲ្យសេចក្តីប្រាថ្នានោះបានសម្រេចរៀងខ្លួនកុំបីអខានឡើយការថ្លាថ្លែងសម្ដែងសន្មតថាចប់អេវ៉ាំង